ការសួរដែលបងប្អូនខ្លះក៏មានចម្ងល់មកពីផ្ទះខ្លះក៏មានចម្ងល់រាប់សិបឆ្នាំហើយខ្លះក៏ទៅតែមានចម្ងល់នៅក្នុងពេលដែលលោកគ្រូធ្វើការចែករំលែកទៅលើប្រធានបទទំនាក់ទំនងសុខភាពផ្លូវចិត្តនិងផ្លូវកាយនេះយើងក៏មានពេលវេលាជូនបងប្អូនដូចគ្នាដែរហើយបន្ទាប់ពីកម្មវិធីចែករំលែកនឹងចប់ហើយក៏សង្ខេបសេចក្តីគឺអនុសាសន៍លោកគ្រូទាំងពីរជូនមកដល់បងប្អូនទាំងពីរនៅថ្ងៃសន្ទនាធម្មទានថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលសម្រាប់យើងអស់គ្នាបញ្ចប់នោះក៏យើងចង់ភ្ជាប់រូបថតនៅកន្លែងនេះអញ្ចឹងក៏សូមធ្វើការថតរូបនៅទីនេះយើងមិនអាចថតបានទាំងអស់គ្នាទេយើងថតបានមួយឈុត20នាក់បើ100នាក់យើងថត5ឈុតហើយបន្ទាប់ពី5ឈុតហើយយើងសុំរូបភាពធំមួយយើងជុំគ្នាតែម្ដងនៅមុខទីពេទ្យកម្មាអង្គរយើងអាចថតបាន200នាក់ទៅ300នាក់ដូច្នេះយើងថតជុំសហភាពគ្មិននឹង2រូបទាំងអស់គ្នាទាំងបងប្អូនអស់គ្នាដើម្បីដាក់ជូននៅក្នុងเพจមន្ទីរពេទ្យកម្មាអង្គរផងដែរបន្ទាប់ពីកម្មវិធីនឹងបងប្អូនចង់ថតរូបជាលក្ខណៈឯកជនចង់ជួបលោកគ្រូចង់ជួបលោកគ្រូទាំងពីរចង់សំណេះសំណាលអីបន្តទៀតតាមការអធិស្ឋាននៅពេលវេលារបស់លោកហើយនឹងការទស្សនកិច្ចនៅមន្ទីរពេទ្យកម្មាអង្គរបងប្អូនចង់បរិច្ចាគចង់ទិញវត្ថុអនុស្សាវរីយ៍ផ្ញើអ្នកផ្ទះអីផ្សេងៗអាចធ្វើបានតែត្រូវលំអានទៅតាមពេលវេលាដែលអ្នកសម្របខ្លួនបានជម្រាបជូនដល់វាគ្មិនទាំងពីរបាទអញ្ចឹងសង្ឃឹមថាបងប្អូនដែលមកចុះឈ្មោះចូលរួមនៅថ្ងៃនេះរីករាយសប្បាយបងប្អូនអរគ្នាបាទបើថាមិនសប្បាយខ្ញុំអ្នកសម្របខ្លួនប្រហែលជាមិនជឿទេពីព្រោះថាឈរនៅទីនេះតាំងពីម៉ោង1មកឃើញថាញញឹមញញែមមកបាទអ្នកខ្លះក៏ message ទៅប្រាប់ថាឥឡូវខ្ញុំចិត្តបានជួបហើយបាទលោកគ្រូចិត្តមកដល់ហើយបាទតែជាសម្លេងបើមានការដាក់រួចខ្ញុំ natural sound តែម្ដងបាទប្រសិនក្នុងករណីមានបញ្ហានៅ sound បាទអញ្ចឹងទេក៏អ្នកខ្លះក៏បានពំនាំនៅសំណួរក៏ដូចជាយោបល់ផ្សេងៗនៅថ្ងៃនេះកម្មវិធីនៃរសៀលនេះជាកម្មវិធីសាមញ្ញតែអ្វីដែលប្រធានបទអត់សាមញ្ញទេប៉ុន្តែយើងសាមញ្ញក្នុងរបៀបរបបដែលយើងជជែកគ្នាទៅវិញទៅមកក្នុងការចែករំលែកជូនដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ដែលមកនៅទីនេះពិសេសអ្នកខេត្តសៀមរាបបុគ្គលិកអ្នកគ្រូពេទ្យលោកគ្រូពេទ្យក៏ដូចជាអ្នកខ្លះមកពីខេត្តផ្សេងៗពិសេសមានមកពីរាជធានីបងនៅខាងបាទអាវឈុតអាវពណ៌ដ៏ស្រស់ស្អាតនៅកំផែននោះព្រឹកមិញទៅដល់ផ្ទះខ្ញុំហើយមកដល់ទីនេះទៀតបាទអញ្ចឹងទេគឺថាសូមមានសេចក្តីអំណរនិងរីករាយនៅក្នុងប្រធានបទថ្ងៃនេះគឺទំនាក់ទំនងសុខភាពផ្លូវចិត្តនិងផ្លូវកាយប្រធានបទនេះបើសិនជាបងប្អូនក៏លេខមើលបន្តិចវាជារឿងសាមញ្ញហើយឃើញរាល់ថ្ងៃបាទសុខភាពផ្លូវចិត្តសុខភាពផ្លូវកាយបន្តិចបាទយើងតែងជួបគ្នាមិនហើយជីវិតណាបាទពិបាកចិត្តក៏នៅឃើញទឹកមុខសពូនមិនបងពិបាកចិត្តបាទខ្លះទៅក៏មានពិបាកចិត្តនេះពិបាកចិត្តនោះបាទតែយើងនឹងដឹងទាំងអស់គ្នាថាតើសុខភាពផ្លូវចិត្តនេះផ្លូវកាយវាមានទំនាក់ទំនងគ្នាយ៉ាងម៉េចខ្លះថ្ងៃនេះសហវាគ្មិនទាំងពីររូបនឹងចែកនឹងរំលែកជាបទពិសោធន៍ជូនដល់បងប្អូនដោយមិនបានគិតប្រាក់កម្រៃទេហើយពិសេសនៅរាល់ចម្ងល់បងប្អូនកន្លែងណាមានក៏អាចលើកជាសំណួរនៅពេលដែលវគ្គសំណួរចម្លើយហើយសម្រាប់សំណួរចម្លើយនឹងល្អសម្រាប់ជាប្រយោជន៍ឲ្យបងប្អូនបាទផ្សេងទៀតបានយកទៅប្រើប្រាស់ហើយសង្ឃឹមថាពេលដែលចប់កម្មវិធីនេះត្រឡប់ទៅផ្ទះវិញសូមឲ្យប្រធានបទដ៏ល្អមួយនេះផ្សារភ្ជាប់ទៅដល់គ្រួសារយើងមុនគេនិងអ្នកជិតខាងយើងដ៏ល្អប្រសើរកុំឲ្យតែប្រសើរកុំឲ្យតែរីករាយកុំឲ្យតែញញឹមតែជាមួយវាគ្មិនទាំងពីររូបនៅទីនេះប៉ុន្តែទៅដល់ផ្ទះបាត់ទំនាក់ទំនងផ្លូវចិត្តផ្លូវកាយដ៏ល្អនោះក៏មិនប្រសើរដែរអញ្ចឹងទេខ្ញុំមិនបន្តកម្មវិធីទេខ្ញុំសូមគោរពអញ្ជើញវត្តមានវាគ្មិនសហវាគ្មិននឹងពីររូបថ្ងៃនេះគឺមានលោកគ្រូធម្មបណ្ឌិតសានរាជានិងលោកគ្រូសំសម្បត្តិជាថ្មីម្ដងទៀតសូមប្រគល់ពេលវេលានេះជូនទៅលោកគ្រូទាំងពីរដើម្បីបង្ហាញជូនម្នាក់5នាទីមុននឹងចោទសំណួរទៅបាទសូមអរគុណសូមប្រជើញបាទចឹងនេះអានេះតាមខ្ញុំក្រេនោះបាទគ្រប់លោកគ្រូធម្មបណ្ឌិតសានសុជាបើមែនតែនទៅគឺពេលខ្ញុំចាំថាប្រហែលជា6 7ឆ្នាំមុនពេលដែលខ្ញុំពិបាកចិត្តគឺចូលទៅស្ដាប់លោកគ្រូហើយស្ដាប់ទាំងជួស្ដាប់រហូតមកដល់កាលយប់ថ្ងៃ24នេះស្ដាប់នៅយប់ខេត្តនៅខេត្តកំពង់ស្ពឺក៏ស្ដាប់លោកគ្រូហើយអាចថាខំប្រឹងរៀនទៅស្រាប់តែថ្ងៃនេះមាន
Việt Nam ban chụp là cùng thông chia xã Việt mình và hơi có lần này và nòng của rục ông Phù Minh hơi bong hay là bố tô từng ngọc và từng sợi tây từng bò đó cặp bất nhóm ai than là không sự cúng ní cứ thưa rừng pì bờ trên nẹt rosi có ai tha thông cô xóm đại bộ miền trong phần thông và đại bởi dây bị rừng cách ca sự cúng cứ một tí pet của man cố ní ai thay chia mê pet để cho phụ vật thiên còn vật ca bị báo mà nâng vật thiên pet được hai vật thiên tham ban ai nhom bệnh trạng bệnh thai tích tha nông năm môn ní cao pi pon một phẩy bốn ní dương từ tu bị đất nâng chia ba cổ má vậy cho thật đọc pi mơn nè có một khoa tập ở mát rồi nè đọc pi mơn nè chân bây giờ vô đọc pi mơn trai đang đọc pi khai không một năm mà khai cứ dương chui bị đất nâng chia ba cổ má mùi mơn nè và mùi mơn nè hai bờ để dây bị rương tha chọp màu bậc thiên là bọt ngày đi thắng sập bậc thiên lời cay lời chật rồi ngày đi ở bây giờ sờ bài chật bổng phật nó cứ thang ban room chấm náy chui cổ má ban mà mơn nè không mùi khai và thầy ông Phù Minh bóng ổn đắng ấy ca chui mà room mùi mơn nè không mùi khai trong cái tâm niệm làm lại sầm rập sầm cùng còn trái đầm bay tha phở mấy ai chui ban về được tiền đôi chiếc nông tầm này bậc thiên cấp bậc xã bị ba ní cắn móc bay năm chiêng này hay thò mà đá bữa nát cái ao tập pi năm pi đòn nó chọc ấy nát là cái là nát mê on cá tập nâng thì còn tại bờ hồ nè chùm núm nâng thằng cá miên nè chùm núm chân trâu tập thay tôm sọc của phim cài phong chặt phong đập bay tha bầm ra rồi hô đó rô nè để ai mò chùm núm bàn hãy còn mình đánh thập tiền là đây hãy cho bộ ọt miền tí dặn hói có trâu thưa rồi đó là dùng chất dập hãy giờ nó hà bấy chẳng đâu đọc cũng bờ năm tiết dặn tách bờ sân chỉ ọt miền nè dùng nô trâu nâu chui mình tí bẹt của mang cô đi mà nó hỏi sầm rập trong thật ngày đi cứ cao pi chấm nét đăng đại trong ban riêng cho mỗi lục thọ mình đất cả lon máu hay là lục dây tiết trong cái thật trong ai nângរួមchùm này chai chùm lên bàn nâng cần lướt môi chùm nún kẻ tôn chùm môi dần cả thay tóm sọc biệt lời cay nâng lời chất và hai chân có sông ăn nhan chơi lục ru thom ở đất chạm ở rồng mà học con tập bóng cừu xong sầm bạc đây pro cái đấy trong bàn khơi con sầm bạc bóng thì trang được nông sông cùng nên sông cờ rục chỉ bị xe chụp buộc lụcประเทศมันตีเป็ดhay là lục ru là cừuเป็ดตั้งอ้อสารการีhay làวิจิตรฟุตบอลสารตั้งอ้อในบ้านโจรวมในขนมการวิธีไก่ซันตันเดียนี่การนาใบยังในยัยดอลปัญหาสุขภาพเพลิงกายเพลิงจัดđể pinบริโภคบ้านคือยังรอบตรมมนุษย์จุดปัวสัตว์ตีปัญหาเพลิงจัดมันสำคัญประมาณนี้วิมีนปัวสัตว์คลาดเป็นตรายกาได้แต่มันตูเติมเติมสัตว์ปัวยังในหางทางมนุษย์và nơi trong hộp sàm sập mùi nâng miền sạch xấy xấy bên tai miền để sạch mùi bột phê tới hai thằng mà đúng cứ bụi dường là ngay sạch để hai thằng sạch mà nụ nâng cứ màu vì mà nụ nâng chỉ sạch để luôn nơi đòi ông này chất để thằng mà nụ nâng cứ màu vì biệt thà miền nè để phải để chất mình nè rư mình nô nâng ấy hay u xả nâng phải thật khung khua rư cò rổ vía rõ ha màu vì bà lấy đám thà mình là sát u sanata sát để liên ca kích lươn rõ ha hay chê áp bị hoạt khuôn anh bàn lơ vì sát đợt đấy
គឺមានតែមនុស្សហ្នឹងឯងពួកសត្វនៅក្នុង30ភូមិទៀតអត់ចេះ upgrade ទេហ្នឹងហើយនរករស់មិននៅតែអញ្ចឹងប្រែតរស់មិននៅតែអញ្ចឹងសត្វតិរិឆានរស់ល្មិចនៅតែអញ្ចឹងសូម្បីពួកទេវតាគេមានបុណ្យល្មិចគឺថាសម័យណាក៏តែប៉ុណ្្នឹងអត់ចេះប្រើ iPhone អីដូចចឹងតែមនុស្សនឹងមានសម័យកាលខ្លះហ្នឹងគឺអស្ចារ្យជាងទេវតាទៅទៀតហ្នឹងហើយចឹងបាននៅក្នុងមនុស្សហ្នឹងវាមានធាតុ5វាមានមនុស្សនរកមនុស្សប្រែតមនុស្សដេរិឆានមនុស្សសត្វមនុស្សសោមនុស្សពេញលក្ខណៈហើយនិងមនុស្សសទេវហ្នឹងហើយចឹងដោយសារតែនៅក្នុងមនុស្សហ្នឹងជាសត្វដែលរស់នៅដោយចិត្តហ្នឹងឯងទៅជាទូទៅការអប់រំផ្លូវចិត្តហ្នឹងសំខាន់ខ្លាំងតែម្ដងដូចជាបងគ្រូសោមសម្បត្តិលើកឡើងពីការចូលមកជួយនៅក្នុងទីនេះគឺដោយសារតែមានទឹកចិត្តហ្នឹងឯងពាក់ព័ន្ធនឹងចិត្តហ្នឹងឯងបើសិនជាមិនមានឆន្ទៈមិនមានចិត្តនឹងស្រឡាញ់ការងារហ្នឹងទេក៏មិនអាចមកជួយបានដែរហើយដូចខ្ញុំមើលប្រវត្តិfounder បិតាស្ថាបនិកមន្ទីរពេទ្យអីចឹងក៏ដោយសារតែមានចិត្តគំនិតហ្នឹងឯងមានប្រវត្តិគាត់ឃើញក្មេងគ្រោះថ្នាក់អីចឹងណាហ្នឹងហើយដូច្នេះចិត្តគំនិតដែលគាត់បានគិតគូរនឹងឯងដែលធ្វើឲ្យមានមន្ទីរពេទ្យរហូតមកដល់សប្តាហ៍ថ្ងៃនេះអញ្ចឹងខ្ញុំចូលរួមប៉ុណ្ណឹងក្រែងលើយើងមានការសន្ទនាអីបន្តទៀតបាទសូមអរគុណសូមអរគុណសម្រាប់ចំណាប់អារម្មណ៍លោកគ្រូពីរូបលោកបានចែករំលែកនៅបានផ្ដល់នៅវត្ថុបំណងដែលលោកគ្រូមានបាទដែលគូសូមស្វាគមន៍ហើយពីឆន្ទៈដែលលោកបានចែករំលែកបានចូលមកធ្វើជាសមាជិកក៏ដូចជាលោកប្រធានក្រុមសាស្ត្ររបស់ទីពេទ្យជាបានសិលកាដឹកនាំក៏ដោយពិសេសគឺធម្មយុត្តសាមគ្គីដែលបានចែករំលែកអំពីបញ្ហាដែលយើងតែសាក់អីនៅក្នុងទីប្រមាណគឺបងប្អូនបានស្ដាប់បានយល់ហើយចឹងតែខ្ញុំទាញមកភ្ជាប់នៅប្រធានបទរបស់យើងថ្ងៃនេះប្រធានបទថ្ងៃនេះគឺយើងនិយាយពីទំនាក់ទំនងសុខភាពផ្លូវចិត្តនិងសុខភាពរាងកាយចឹងតើវាមានទំនាក់ទំនងជាប់គ្នាយ៉ាងនោះបានវាពាក្យទាំងពីរនេះដែលជាប្រធានបទយ៉ាងទូលំទូលាយសម្រាប់ថ្ងៃនេះចឹងសំណួរភ្ជាប់គ្នាតែម្ដងគឺទី1អ្វីទៅជាសុខភាពបាទអ្វីទៅជាសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តតើការចិត្តនិងកាយមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចហើយហេតុអ្វីបានយើងត្រូវថែរក្សាទាំងចិត្តទាំងកាយសម្រាប់យើងទាំងអស់គ្នានៅពេលនេះបាទដូច្នេះហើយមានសារៈសំខាន់អ្វីខ្លះសម្រាប់បងប្អូនពុទ្ធបរិស័ទក៏ដូចជាប្រជាជនមិនថានៅក្នុងប្រទេសកម្ពុជាក៏ដូចនៅលើពិភពលោកទាំងមូលដែលត្រូវការសុខសន្តិភាពផ្លូវចិត្តផ្លូវកាយនេះដូច្នេះសូមឲ្យលោកគ្រូទាំងពីរធ្វើការបញ្យល់នឹងការបកស្រាយលើប្រធានបទមួយនេះបាទព្រោះប្រធានបទមួយនេះគឺលោកគ្រូទាំងពីរគឺមានន័យថាអត់មានរុញទៅណាទេគឺថាជួយគ្នាទៅវិញទៅមកបង្ហាញនៅបទពិសោធន៍បង្ហាញនៅចំណេះដឹងទាំងអស់ហ្នឹងជូនដល់បងប្អូនដែលបានស្ដាប់នៅទីនេះបាទអញ្ចឹងជូននៅទីនេះទៅលោកគ្រូមិញទៅលោកគ្រូស្មានបាទអញ្ចឹងជូនទៅលោកគ្រូសានជាលោកគ្រូធម្មឌិតបានលោកគ្រូជូនមកខ្សែទៅចាំដល់លោកគ្រូបាទសូមរំជើញគ្រូបាទពាក្យថាសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តជាពាក្យដែលយើងយកមកប្រើក្នុងសង្គមប៉ុន្តែមែនទែនទៅវត្ថុបំណងនៃការរស់នៅរបស់យើងហ្នឹងគឺចង់បានសេចក្តីសុខផ្លូវកាយសេចក្តីសុខផ្លូវចិត្តហ្នឹងឯងហ្នឹងហើយប៉ុន្តែសេចក្តីសុខទាំងនោះក៏ជារបស់កើតពីហេតុវាពាក់ព័ន្ធនឹងការរៀបចំរបស់សាមីជីវិតនោះសេចក្តីសុខនោះមិនមែនចេះតែបានតាមសេចក្តីប្រាថ្នាទេគឺវាពាក់ព័ន្ធនឹងការរៀបចំពាក់ព័ន្ធនឹងការយល់ដឹងហើយបណ្ដាសេចក្តីសុខទាំងពីរហ្នឹងសិតតែសំខាន់ពាក់ព័ន្ធនឹងផ្លូវកាយព្រះពុទ្ធត្រាស់ថាអារោគ្យបរមាលាភាការមិនមានរោគជាលាភដ៏ប្រសើរក្នុងโลกនេះបើនិយាយពីដំណើរក្នុងโลกក្នុងជីវិតយើងនេះបើសិនជាមិនមានសុខភាពហើយ
mình tha dân miền trọp sầm bát bẩn ná rồi có miền chìm này bẩn ná đi khai chỉ nè chìm ngư hái mình ai vô chìm này vô chìm này như rồi có phép vây chlan nó vô màu pra cao ở cao chỉ bị giỏi đi bẩn đá ca để dân mình đăng tầm lấy dân ai oi tầm lấy rồi bọp xén ưu tiên họ đôi chỉ dân khơi được trong sừng cúng chuyên cá miền Tây nhà ha rương trọp sầm bát hàng cái dân một bầm plan chỉ vật nè đôi xiêm riệp nắng đôi mùi đà nè pet phong à chăn muốn á nè trong chăn muốn cảnh thơ nắng ca nó nắng đa ở đấy mẹ này nó khai để nè ngày tam bích Tây nhà ha hàng cờ sao bài tới chỉ bầm plan là bỏ hàng khăn nòng nè tam để đăng máu cứ Tây nhà ha nơi hàng cờ pet pon nừng bốc là bo rồi có trọp sầm bát ấy chân tờ và nét bài chỉ mơ mình khơi nơi liệp đọc ra xa đây cùng vùng miến cứ sọc hợp hiểm này ai bồ rán để dây thà khuôn ruột rồi bỏ cả mẹ nè lọp lứa này khuôn ruột rồi bỏ cả Tây nhà ha từng o để cào lá về thật nơi nông ăn để chăng từng o bữa tu chỉ miến phép lồng bạ phần nào cả đòi tục tô mà nó lồng bạ phần nào cả đói là bỏ từng ở nó sẽ để tăng nơi trong phim mình tiền trong đây thà tu lồng bạ phần ná có viên mình lồng bạ là hồ đại từ miền tây khác từ miền sực đây ọt một rong chăm pe về lìa chẳng đấy chẳng ca thai là xa sọc của phim cứ chỉ riêng sầm khăn đôi chia bong cừu để cọt màu ai coi thưa cam vị thi trong pe ní để xa miền sọc của phim chọc pu rịa ru ấy nắng màu ạt cào đây này chẳng hay ban dương mình cua rùm lông thà sọc cọp hiệp nó cứ chỉ liệp đập xa này pel là dương xoay rồi trọp sầm bát nó cứ thà đầm bay chỉ vật nó ban sọc sầm bái phân nè khác click thà là xa sọc cọp hiệp nè ru nơi chạy từ rồi xa ấy chỉ trong sầm bái phân click cứ sọc cọp hiệp dục chầu đặt dục về nè này nâng ca riệp chòm pe về lia bẹ pon nâng ca rộ bọp à ha bẹ pon nâng cây lá khla đâm bay sâu cọp hiệp nâng lọ sầm rạp pra từ chấm này vị chia rồi có chăn tẹt rộ bọp dương từ đó câu đá cứ bẹ pon nâng sâu cọp hiệp lời cài những sầm khăn lơ bị sâu cọp hiệp lời cái bọn sầm đai bị lời chật là hốt đào bọn sầm đai thà mình nô bọc beng cái mía thòm mía mình nô bọc beng cái mía thòm mía thua tầng lại nước miền chật chỉ bật thiền chẳng mình nô mình ai chỉ mình nô miền bờ giáo sầm rạp sừng cung con từ miền sọc của phơi cài từ tiệt bờ sân báo phơi chật mình miền chăn tẹt không ẩm pơ chỉ bị giáo mình nô ai vô sọc của phơi cài từ thưa ẩm pơ à cọ mẹ nè này đôi chỉ chào đôi chia nè từ biệt biên nè từ tí mình men nè chư đây lơ kre từ thơ tệ mình men nè chư tiệp nâng slap từ thơ ẩm pơ tầng o nụ tệ cứ nè để miền Tây nhà hà phơi chật nâng ai Tây nhà hà phơi chật dương tràn này dây sầm đau tay từ lơ mà nu cao tục stress rồi có khoa rồi có thun thọp ấy thay chỉ Tây nhà hà phơi chật tam mía kia bờ thố ao tật cao nợ ạ của xó hào thẩm miên Tây nhà hà phơi chật này đôi chia bệnh tranh tam vía cha từ chê của mặt cả tiền nè đợt đấy nó còn mò tập bị phơi chật rồi này mình miên mà nu na để miên chật mệt ta nó từ của mặt nè đợt đấy nữa thế phơi cái có biệt biên đời cao vây đom tròn thẻ chẳng tới có prút từ miền Tây hà phơi chật những miền ở khiết miền xìa bàn đằng ảnh được chứ này từ miền bờ phía tra tệ tuông đằng phơi chật những thà mano bọc bèn cái miền thòm mía mano sệt tha mano mì gì thô đằng lái miền chật chia bờ thiến miền chật đòn muốn hỏi tay tới sầm rải bị chật bậc chật cất ở crop chẳng hạn là giấy có ở crop
អំពើធ្វើក៏អាក្រក់ដែរហើយកាលបើដូច្នោះព្រោះតែទុច្ចរិតមានវិច័យទុច្ចរិតជាដើមហ្នឹងសេចក្តីទុកប្រកបជាជាប់តាមបុគ្គលនោះទៅដូចជាកង់រត់ហ្នឹងវិលតាមជើងគោពេលដែលបទៅដូច្នោះដែរនឹងអញ្ចឹងទៅបញ្ហាផ្លូវចិត្តនេះទើបជាបញ្ហាសំខាន់បំផុតដែលយើងមិនក៏បីរំលងមនុស្សអាចคล้ายទៅជាយ៉ាងណាហ្នឹងមិនមែនរឿងរាងកាយសំខាន់ជាងទេពីព្រោះពេលដែលយើងកើតមកហ្នឹងវាមិនជាលើសគ្នាអីទេណាយើងកើតមកហ្នឹងប៉ុន្តែដំណើរជីវិតទៅជាយ៉ាងណាហ្នឹងគឺពាក់ព័ន្ធនឹងការរៀបចំចិត្តគំនិតនឹងឯងคล้ายជាដុកទ័រមិនមែនរាងកាយคล้ายជាដុកទ័រទេនឹងពាក់ព័ន្ធនឹងការរៀបចំផែនការជីវិតហ្នឹងគឺពាក់ព័ន្ធនឹងផ្លូវចិត្តនឹងដែរហ្នឹងคล้ายទៅជាគ្រូបង្រៀនឬក៏យករាងកាយហ្នឹងទៅធ្វើជាមនុស្សអាក្រក់ទៅធ្វើជាចោលជាអីចឹងក្នុងសង្គមទៅក៏ពាក់ព័ន្ធនឹងផ្លូវចិត្តនឹងដែរទៅក្រៅពីការបាននូវសុខភាពល្អហើយហ្នឹងត្រូវអប់រំចម្រើនផ្លូវចិត្តឲ្យស្គាល់នៅអំពើសុចរិតនិងអំពើទុច្ចរិតដែលគួរលះឬក៏គួរចម្រើនហើយឲ្យកាន់តែឃើញថាការសាងនៅអំពើសុចរិតហ្នឹងអ្នកដែលទទួលប្រយោជន៍ដំបូងដៃហ្នឹងមិនមែនអ្នកណាជាងម្ចាស់សាមីជីវិតនោះទេហ្នឹងហើយការដែលយើងមិនយល់វាតែងតែឲ្យបពួកធัวអាក្រក់ដែលជាអកុសលធัวនឹងចូលមកបង្វែរទិសដៅរបស់យើងទៅឲ្យមនុស្សយើងនឹងរស់នៅមានភាពចំណែនហ្នឹងឧទាហរណ៍ថាឥឡូវយើងមកជួយការងារស្ម័គ្រចិត្តហ្នឹងដល់យូរអត់មានណាធ្វើថងធ្វើតែអញបាក់តែអញតែអញ្ចឹងទៅហាក់ដូចជាចំណែនអ្នកដែលមិនបានធ្វើនោះតែបានជាភ្លេចថាវាជាឱកាសល្អបំផុតហើយសម្រាប់អ្នកដែលធ្វើល្អហ្នឹងទៅអំពើទាំងពីរគឺអំពើល្អមួយអំពើអាក្រក់មួយបើយើងសួរថាអំពើណាងាយធ្វើជាងហ្នឹងយើងមិនអាចកំណត់ថាអំពើណាងាយធ្វើជាងនោះទេវាស្រេចហើយថាតើយើងស្រឡាញ់អំពើមួយណាណាអំពើល្អតែងជាទីត្រេកអរនៃមនុស្សល្អហើយអំពើអាក្រក់ក៏តែងជាទីត្រេកអរនៃមនុស្សអាក្រក់ទៅព្រះអង្គត្រាស់ថាមនុស្សអាក្រក់ធ្វើអាក្រក់បានដោយងាយក៏ប៉ុន្តែពិបាកធ្វើអំពើល្អហើយមនុស្សល្អធ្វើអំពើល្អបានដោយងាយតែលំបាកធ្វើអំពើអាក្រក់ហ្នឹងហើយចំណុចដែលលើកឡើងខាងក្រោយនេះគឺពាក់ព័ន្ធនឹងការអប់រំផ្លិតបាទលោកគ្រូដែលបានចែករំលែកហើយជាបងប្អូនបានស្ដាប់ហើយមិនមែនស្ដាប់លើកទី1ទេមិនស្ដាប់ព្រះអង្គគ្រូបាទស្ដាប់ច្រើនហើយអញ្ចឹងក៏ថ្ងៃនេះពិសេសថែមទៀតអញ្ចឹងនៅក្នុងប្រធានបទនឹងបាទអញ្ចឹងហើយជាបានស្ដាប់បានយល់ហើយអញ្ចឹងខ្ញុំបន្ថែមទៀតជូនទៅលោកគ្រូសម្បត្តិដើម្បីផ្សារភ្ជាប់ថាតើកម្លាំងចិត្តសុខភាពផ្លូវកាត់ផ្លូវកាយវាទំនាក់ទំនងអីក្នុងការពលលោកគ្រូជាអ្នកអាជីវកម្មម្នាក់មិនបាទในការរស់នៅប្រចាំថ្ងៃការប្រកបមុខរបរការរកស៊ីទទួលទានមានបានរបស់យើងហើយគ្រូគ្រប់គ្រងបុគ្គលិករាប់រយអ្នកទៀតថាតើបើមានបញ្ហាសុខភាពផ្លូវចិត្តណាវាទៅaffect ទៅប៉ះពាល់ប៉ះទង្គិចអីខ្លះនៅក្នុងអាជីវកម្មប្រចាំថ្ងៃរបស់យើងនឹងគោលបំណងដែលយើងឲ្យសម្រេចនៅ5ឆ្នាំ10ឆ្នាំខាងមុខទៀតនោះបើសិនជាវាមានបញ្ហាសុខភាពផ្លូវចិត្តរបស់យើងនេះតើវាទៅប៉ះអីរាងកាយហើយវាប៉ះដល់អីហើយបទពិសោធន៍ជាក់ស្ដែងរបស់គ្រូបាទអញ្ចឹងគ្រូជូនបាទជាបទពិសោធន៍បាន5នាទីបាទអរគុណគ្រូបាទបាទអរគុណហើយស្ដាប់ទៅក៏មានកត់ខ្លះព្រោះពាក្យពេចន៍របស់លោកគ្រូធម្មដិតល្អហើយស្ដាប់មុនអត់ធ្លាប់ជួបចឹងនេះលេចមួយម៉ាត់មកកត់ហើយជាក់ស្ដែងខ្ញុំចង់បន្ថែមបន្តិចតកតងរឿងកិច្ចការដែលខ្ញុំធ្វើនៅមន្ទីរពេទ្យកម្មាអង្គរនេះបើមែនទេការពិតគ្រាន់តែសកម្មភាពនៅក្នុងមន្ទីរពេទ្យកម្មាអង្គរនេះក៏ឆ្លុះបញ្ចាំងឲ្យឃើញទាំងផ្លូវកាយផ្លូវចិត្តព្រោះកាលណាក្មេងមានជំងឺគឺជាទូទៅគឺមកផ្លូវកាយហើយប៉ុន្តែពេលកូនឈឺអ្នកដែលពិបាកចិត្តឪពុកម្ដាយហើយខ្ញុំជួយមន្ទីរពេទ្យនេះតាំងពីឆ្នាំ2000អញ្ចឹងមកឆ្នាំ2025នេះគឺឆ្នាំទី25តែម្ដងមន្ទីរពេទ្យកើត99ខ្ញុំយឺតតែមួយឆ្នាំទេអញ្ចឹង25ឆ្នាំក្នុងការជួយមន្ទីរពេទ្យនេះគឺដោយសារតែមើលឃើញថាយើងមើលគ្រួសារមួយពេលដែលអត់លុយឲ្យកូនទៅរៀនមិនដែលឃើញឪពុកម្ដាយណាយំទេប៉ុន្តែបើអត់លុយឲ្យកូនយកកូនទៅពេទ្យគឺយំ
nè class tháo chấm này đắng sầm khăn chiêng thế tụi có thể chấm này đắng vì sầm khăn phân xua tha bờ sân chỉ sai admin lôi từ riêng hay sao mà tất có ban ấy tháp bàn phân này chư ta tự vô tụi pe là lâu rồi chăm mà tất coi ban ấy thà ọt thế chẳng khi ông mưa khơi ở đây khơi nhà phong mà đây nay dùng đời xa tay mình toàn miền lui vô côn từ cho mua riêng ấy bàn tay bờ ọt lui vô côn tụi pe cứ dùng mà lo hỏi ban chia dân trong vậy tha rung đo dần mấy đâm bay ơi mà nu nè đô pi mà nu chung từ mà nu sợi mình đô pi mà nu chung từ mà nu sợi chẳng chẳng hỏi bóng ôn đại miền sọc bờ đó nè chặt sọc bờ đó chui đòn một tí pet ní ai để dây ban tha dương ban chui bắt đồ mùi mơn cua xa không mùi khá bị hay khai bị giống từ nhờ nhum nhờ nhèm mà từ sợ bài chật hay là mà thì chụp buộc luôn khi ông mình tẹt tôn rương là sọc cái phơi cay nâng phơi chật ní ban ta cay ta nâu rúa vì trâu té nâng này cái hai thằng miền chật nào nâng đầm bay bị chia cay nâng phơi đi phơi luôn rồi mà là hỏi dương trâu té thay tom về từng pi không pel từ mùi và không pel từ mùi hay chẹt đánh nhóm cứ chia mà nung mà nè đại cao pi ở dụ chiêng gặp thấy thọp ao kia nè miền chùm niên nó kia sợ cọt pù hay là cụ nó cọt tha mơ tới ruộng mình bàn du đấy pù viên nó mơ tôi đuôi sạch tích tiết và hai chị miền à chẳng ngư sạch pù viên nó slap ấy rồi bạn ấy nó ruộng mình du nhóm còn đất khơi tha ê còn ta sợ vô đây rồi cọt ở mơ bị cào tì của trâu mấy cái dòng chưa thế chẳng có không prăng thay tom sọc bếp chẳng bực kết tới bờ tam để có thá và hai chị slap tăng vì một pay fly cho năm muốn và lớn ở đây đi vấn đề dương xua tha nơi pê là người gì chẳng nó pa pol flow chặt và pa pol flow chặt mình thế ở việc khai dưỡng tha cru tê mà đại thá chẳng là ta lưu sâu cru thà chẳng thầy vấn đề dương trâu kết tha pê khá cao na đôi cru vật flop tê ọp rùm chẳng chứa bờ thân chị dương chưa đòi ọt bị cha rồi ná nên đây tha dương thưa ôi dương ai đừng khôi chặt bán ai đừng khôi chặt bán vấn đề nơi pin là dương bị cha rồi ná tới bên dương đang thà cá bích chun cáo nè gì nắng cá bích con bên từ chơi ai mán ai chơi tà tha tới hay còn cái thà dương nâng quyền toàn chơi ấy hay còn đăng một dương tới vấn đề pin là dương sao chiêu bằng thay tiết bằng dương khơi thà ô ọt để viêm biết bị thi đá chui dương bàn nâng này công phi chẳng chẳng khi ông có từ sọc của phép lời cài tôi chuốc cru mà nè nó có thà tất cư chia ở shop chia bao chùm ngữ mà rồi một sẽ đạp tôi chuột tất cái của bị xẻ mấy tất xó nâng anh lên tháng năm trong ngóm chia phóng hay xẹp đó là phê có thà tất chia bao chùm ngữ mà rồi một vấn đề nó vào tam quạt mà miền đây thà bật bật lấm dương hộp tất cả đau ôn mà hộp tất cả đau ôn tăng vì nông mà chụp ngư của pe vô viên nó về trên bà sa láng về có chia từ bao pe dương chia chập đau miên cầm lắng cầm lăng cài dương chập đau miên cầm lắng dưới cô miên cầm lăng chất thế cài bên này hỏi chân bởi dương không prăng riêng ấy phải thấy phải chỉ dương ai khai chỉ nè miên là bởi dương không prăng rô ấy chân dương mới là cao pi từ 4 để dương miên là rom tháng cái thằng hồn ban vũ dương khiếu trong miên thấy không mà cùng ngon ở đấy tại đó là con là hộp tất tâu hơi đằng hạt pran đó thôi sọc phim dương bà xa lắm ta ấy bờ rô vũ hơi cò lồng bạ chứ có thế nè bờ thân chỉ dương không prăng rô tới rồi miên bàn tới vì mình tâm để chui luôn ai bán ai chui sừng cùng bàn thiệt máu ở cách ca chui sừng cung đi mình tích tiền cứ nè khác cái tha hơi chủng miên pi lì na từ cất lô ơi lô bờ vô dạng đi nè nhom một robot tôi chiêng là cụ anh phong nhom vô đã đây mình cho
hơi lúc cũ một là bo thông mừng hay theo mình đừng miên pel từ thưa khách ca thành cung mà ca thành cung nắng đôi ông vu miếng đại dương chui rồi và chạy rồi ấy chui vót chui ấy nó cáp bất nè đại thưa chắc là du thế nhá nắng mình trâm ta đành thua của bột dưới xong bây ta ca sao chiêu được trong lúc cái khơi thân nè thưa chắc là du về đòi sai bên đại dương thưa chẳng thấy dương sờ bài chật dương sờ bài chất hay dương miên ca và sai tẹt tôn rô kia trong lăng dương nghĩa tôi nói dương sờ căm là hột lờ ca dương nè vì rùa rồi vướng vào chụp đó là bên rùa rồi vướng vào chụp sở lại ấy nó có vì mình sâu chọp vì mình sâu sư đấy đại sao nghĩa đấy với phương nó cho là na cho tới hai dân ô thì họ tháo chỉ là cái rùa mấy rùa thời kia đấy dương rùa mấy rùa thời dương nè trong tờ rùa mà này ấy miền ban tờ rùa hay ngọ bạn ô vi keng nó bị ăn miên sợi cắm này trâu giấy của mình ban giấy trâu cất có cái mình tao ban cất ấy cô dương bị ai cau rồi hỡi trâu thưa ấy có mình tao ban thưa chẳng nơi pin đại dương miên cái hai thằng on tara sợi cắm dương miên tầm nẹt tầm nôm kia chứ cặp bất chui khi ban trơn mình tên và chui khi ban trơn mình tên chẳng chấm nạp vào róm tẹt tôn sọc của phiệp lâu cái phơi chất ai thà phần năng sân chó ôn sụp phiệp và sau một tuần lúc sớm bắt đã bàn chạy đầm lệ âm pi sọc phiệp phơi cái và phơi chất hay lúc rồi đường pi nơi miền chấm lao chỉ cho đại chun bong ôn đạiกระ pong តាមដានទេសនានៅក្នុង page របស់មន្ទីរពេទ្យកម្លាំងកោក៏ដូចជា page របស់លោកគ្រូតហើយជឿថាបងប្អូនទាំងអស់គ្នាអ្នកខ្លះក៏គាត់សំណួរទុកអ្នកខ្លះក៏មានចម្ងល់បន្ថែមទៀតប៉ុន្តែមុននឹងចូលទៅដល់ចំណុចបន្ថែមទៅសំណួរលោកគ្រូទាំងពីរដោយសារអ្នកគ្រូប្រហែលជាគាត់អត់បានមកក៏គាត់ឆ្លៀតបាទក្នុងការសរសេរនៅសំណួរផ្ញើមកតាមបុគ្គលិករបស់យើងដែលគាត់ជួបអ្នកជំងឺជូនទៅលោកគ្រូទាំងពីរតែម្ដងបាទព្រោះយើងដេញបដាទៅកាន់សំណួរចម្លើយប្រម៉ោងរបស់យើងនឹងត្រូវបញ្ចប់នៅវេលាម៉ោង 4 បាទអញ្ចឹងភ្ជាប់នៅចំណុចដែលលោកគ្រូអំបញ្ញមិញទៅពីរូបបាទចង់ភ្ជាប់ទៅបងប្អូនទាំងអស់គ្នានៅក្នុងបន្ទប់នេះទាំងលោកគ្រូធម្មបណ្ឌិតសានិជាទាំងលោកគ្រូសំសម្បត្តិបានមានប្រសាសន៍នឹងចែករំលែកអំបញ្ញមិញនេះបានជ្រាបបានយល់ខ្លះទេបងប្អូនយល់ណាបាទឆ្លាស់ចិត្តខ្លះទេបងប្អូនអរគ្នាឬក៏តឹងដោយសារតែក្នុងបន្ទប់ចង្អៀតពេកបាទតលីខ្លះឲ្យនៅមកបាទមកតលីឲ្យញញឹមមកច្រើនផ្ដោស្នាមញញឹមមកច្រើនបាទសម្រាប់ដោយលោកគ្រូមានប្រសាសន៍ពីខាងដើមថាឲ្យអ្នកទី1ដែលយើងត្រូវឲ្យចម្លើយហ្នឹងគឺអ្នកណាគេបាទស្រឡាញ់ខ្លួនឯងឲ្យបានច្រើនណាបាទពលដូចគ្រូមានប្រសាសន៍បើយើងអត់ស្រឡាញ់ខ្លួនឯងដល់តម្លៃខ្លួនឯងហើយធ្វើថ្មីត្បិតតែបន្ទប់នេះមិនសូវជាតិចទេព្រោះជាក់ស្ដែងគឺធាតុទឹកគឺមិនតិចមែនក៏ប៉ុន្តែពួកថ្ងៃនេះក្តៅខ្លាំងណាស់ប៉ុន្តែសូមឲ្យចិត្តយើងយ៉ាងម៉េចបាទឲ្យតិចឲ្យបែកញើសខ្នងបានក៏មកឲ្យបែកញើសចិត្តណាបងប្អូនអរគ្នាឯកភាពអញ្ចឹងទេបងបាទអញ្ចឹងក៏ផ្ដល់នៅសម្លេងអបអរមួយឲ្យឆ្លាស់មុខទៀតបាទអញ្ចឹងក៏ជួននាទីនេះទៅលោកគ្រូទាំងពីរបាទលោកគ្រូពិសេសគឺលោកគ្រូបណ្ឌិតសានិជាតែម្ដងបាទអ្នកគ្រូពេទ្យសរសេរមកខ្ញុំធ្វើការជាមួយឪពុកម្ដាយអ្នកជំងឺមហារីកតែងតែជួបបញ្ហានិងបរិយាកាសសោកសៅជាប្រចាំថ្ងៃដើម្បីចូលទៅថែទាំនិងចែករំលែកភាពសោកសៅរបស់គាត់និងស្ដាប់ការត្អូញត្អែរបស់គាត់ឲ្យបានរាល់ថ្ងៃនេះខ្ញុំតែងតែធ្វើឲ្យអារម្មណ៍របស់ខ្លួនឯងសោកសៅដែរតើលោកគ្រូអាចផ្ដល់ជាដំបូន្មានឬវិធីខ្លះដើម្បីរំដោះខ្លួនពីអារម្មណ៍បែបនេះបានដែរឬទេអញ្ចឹងមានន័យថាអ្នកគ្រូស្ដាប់នៅអ្នកម្ដាយអ្នកជំងឺរាល់ថ្ងៃទៅក៏ដាក់អារម្មណ៍ខ្លួនឯងសោកសៅរាល់ថ្ងៃឥឡូវចង់សោកសៅខ្លួនឯងចង់សែតខ្លួនឯងរាល់ថ្ងៃដែរបាទយើងបាទអញ្ចឹងតើលោកគ្រូមានវិធីសាស្ត្រអីដើម្បីជួយបំពន់បំពេញបន្ថែមដល់ផ្លូវចិត្តដែលគាត់ដាក់ខ្លួនទៅជាមួយអ្នកជំងឺណាក៏គាត់ប្រហែលជាសំណួរនេះប្រហែលជារើខ្លួនមិនរួចក៏មានពេលខ្លះក៏សោកសៅខ្លួនឯងដែរអញ្ចឹងជូននាទីនេះទៅលោកគ្រូបាទគ្រូធម្មបណ្ឌិតបាទឆ្លើយខ្លីបានតែធ្វើវាមិនងាយបានព្រោះវាពាក់ព័ន្ធនឹងរៀបចំផ្លូវចិត្តពីព្រោះបញ្ហារបស់អ្នកគ្រូពេទ្យនេះមិនមែនបញ្ហាសុខភាពផ្លូវកាយទេវាពាក់ព័ន្ធនឹងផ្លូវចិត្តដែរខ្ញុំលើកជារឿងឧទាហរណ៍មួយរបស់គ្រូពេទ្យនៅអាមេរិកខ្មែរយើងទេប៉ុន្តែគាត់រៀនពេទ្យចិត្តសាស្ត្រតាំងពីខ្មែរយើងទៅហើយគាត់ទៅអាមេរិក
còn nơi tại assistant chỉ chùm nuôi đào doctor phơi chật phần là chui kê yu tới với cả đạp phơi chật luôn ai nâng ai đôi lợt lợn chẳng hết nè trua đằng ai thà cả lại nhưng mình từ chụp nẹt sờ bài đi đây thế và cắt chia từ chụp từ nẹt ôi cha hồi rồi rứa co vùng vây vùng quan này chẳng á vấn đề nộp để cắt từ chui sầm ruột phơi chặt bọc kê nó cắt chia miên ở bài trao tam vị thị xã bọc pe để cho sầm đây tuần luônในยัยถอยเกมีนสังคมไอ้นั่งนั่งที่สลัดโทกรูเป็ดนั่งก็เช่ตอนนี้ก็ท่าaiได้aiถอยเกยทูได้แต่ครูนายเวทตั้งจังนั้นนะดอลแต่เมาเตะวิ่งtới cả riêng cả rau chỉ môi vào đây nâng cái đầu đôi là ngược phượng chẳng ngày năng này chẳng tới con có mình đăng thả rồi ấy có sẽ đập còn sàn sẽ chia cả nó mình sẽ đập nhau mày nè đó là sẽ đập có thể sẽ đập và hai tập bay khai tới có rô tình nục hơi tới chất nó có việc tự chạy tới chân về trời dần xong ca vô đăng bị plei chất nó mình tịch mà đòn chay ở clay của bạn đấy phần tay đi về trời train đấy về trời dần xong ca chết đăng năng đài hãy có chạy lược của tia hò tiệt còn lược của tia hò thà ca để quạt chất nó vừa mình xuôi chất nó vừa bọc ba nông ca bụng pin cạch ca nghe nơi cả lại hay một đo tia về panh hà phủ xa tiết thôi ở miền panh hà nó điệp đôi chia khả nạ pe để quạt đôi chỉ mà nó hào cái đầu hãy khơi từng nứng trồng lô từ nông sấn đầm bấy ở việt thì trẻ còn điệp thà cả nạ để trồng lô từ nông tấn nứng điệp đôi chỉ cả nạ pe để quạt trồng từ rô thô đắp đầm bấy ở thì trẻ chặt bên tập pe đắp du tới vì du bị tầm nào chặt nâng tới vì lơ bị say để quạt và thà trồng bàn còn Obama thà đọc pe lốt lung tới từ đó là bà đừng tới từ chua ra tận nạ vật thọ miền bịch miền cay vì tu sô rồi cả đôi trơn chẳng tới bồng non men tên nó với men trầm tâm mà tới chẹt thế việc tụ ban là bỏ đó lọ đôi chân này ca vô đang nơi thầm mẹ rồi bỏ bột nếu với men trầm tới ở chẹt tới chẹt phần nâng ấy việc ba nơi bảy nhà việc ba nơi ốp bài trơn ba nơi vô nơi sau mà nè sẽ cà rạ trơn vì pro tới chẹt nó tụ bay về tới chẹt với cùng là cái đau vinh đấy vấn đề bằng miền ở bài chán vô tập nào rồi bỏ chất viên nâng khơi thà ta từ deal dạng mấy từ từ tua dạng mấy chấm po sát thana cá đại việt cả là nâng mà nuôi được chán cứ dân kịch rương hàng cào chán kịch phơi mấy ở nè đợt tây nâng vì dạng đi dạng đâu từ tam tu nè tây bỏ dớn bên này rương muối dân phịch mờ chặt dân nâng nâng phịch riệp chom chặt cầm đợt nâng để cho này quạt có ban thu sra tăng vì có từ thưa ca có thưa đòi meta chất nâng tràn chiên thưa tam tu nè tì thưa ca để con để cổ rụp tu nè tí chú cá thưa mơ tầm máu này mẹ nè này phân tế đòi thưa đòi meta chất thưa đòi ca pin chất thưa đòi nó cứ nè chừng ngữ nè có so là chất nó về ca đó có so là chất về ca nó so có phép lâu chất nó về ca chừng mũi nó có so là chất nó mơ nè chừng ngữ nó đạn nè chừng ngữ đôi chỉ cô đạn nè chừng ngữ đôi chia nhiệt chỉ ti sờ lanh vậy chân tới cái nè nè đào tên meta ca rồi nó về ca nó nắng chất nó về từ chẹt nó nông ảnh đó là từ chẹt nó nâng ấy với mình cất tham mấy còn anh và bạn mấy một chụp ta mình đưa chẳng ca cả rồi nè đòi vô hai Paul tham mình nuôi dưỡng sắp tay mình miên là ná chồng chẳng nghe trong tại miền sâu của phim là o trong tại miền phim sva hạp đời chẳng tới với miền cái đây nđất nó tràn hay cái đây nđất việc học bị cả nđất sọ thực này bỏ dướng á nđất để chỉ tua cả rồi nè nó cứ chỉ nđất để chặt xa nên chẳng được bên này của sao là thua cao chỉ mũi càng nghiền nó chỉ vì sai kêu bên nó vùng bên bon ban chớn và sân bà dừng vô đầm nào ở đây chết á nè phải bắt thà dừng thưa chuồn cá dừng thưa đâm bay trăm miền chấm nàyในการอย่างจำชีวิตของนั่งกับเปิดแม่นเมียนประคายเมียนประอุปธรรมไอ้คลายกับเปิดแม่นปันได้การได้เฟื่อได้การอ่านกรู้เป็ดเมียนอากาศเฟื่อสิได้หล่อบานชานะนั่งเลิกปิตูนตีให้สิได้ซอกนั่นคือบานมาโดยจัดกะรนาน้องนั่งจัดกะรนาชรานั่ง
ដូច្នេះមិនមានវិធីសាស្ត្រអីអ្វីដតេក្រៅពីការចម្រើនទឹកចិត្តល្អនឹងឯងដើម្បីឲ្យចិត្តនឹងមានសុខភាពល្អហ្នឹងហើយជួនកាលវាធ្វើឲ្យខ្លួនឯងមាន stress ហ្នឹងជួនកាលចេះគិតថាពីម៉ោងប៉ុណ្ណឹងគេកំពុងដើរលេងឯងនឹងមកស្ដាប់តែអ្នកជំងឺស្រែកអាហ្នឹងក៏ជាសម្ពាធផ្លូវចិត្តមួយដែរហ្នឹងហើយប៉ុន្តែបើកាលណាយោនិសោមនសិការៈកើតឡើងថាមនុស្សដ៏ច្រើនគេកំពុងសប្បាយក៏ពិតមែនតែអត់មានឱកាសធ្វើសេចក្តីល្អដូចយើងទេហ្នឹងហើយយើងពេលនេះមានឱកាសធ្វើឲ្យមនុស្សដែលអាយ៉ាស់អាយ៉យនឹងកើតក្តីញញឹមដូចបងលើកឡើងមិញអញ្ចឹងណាហ្នឹងអញ្ចឹងហើយដែលល្អបំផុតនោះគឺត្រូវស្ដាប់ធម៌របស់អ្នកត្រាស់ដឹងព្រោះអាតួតបប្រមល់ផ្លូវចិត្តហ្នឹងគឺជាការកើតឡើងពោលឡើងនៃកិលេសក្នុងចិត្តរបស់យើងអញ្ចឹងបើកាលណាយើងបានស្ដាប់ធម៌របស់អ្នកត្រាស់ដឹងដែលជាធម៌ជួយរៀបសម្រួលផ្លូវចិត្តហ្នឹងហើយចិត្តហ្នឹងមិនពិបាកទៅទាស់អីទេនៅទីណាកន្លែងណាពេលណាក៏ចិត្តហ្នឹងមានសភាពសុខស្ងប់ត្រជាក់ដែរអញ្ចឹងបានថាពិភពលោកនេះទីណាក៏ស្ងប់ដែរឲ្យតែចិត្តស្ងប់ប៉ុន្តែស្ងប់ព្រមដោយបញ្ញាអញ្ចឹងណាបើស្ងប់គ្រាន់តែទ្រាំអានឹងថ្ងៃណាផ្ទុះខ្លាំងជាងហ្នឹងមិនមែនគ្រាន់តែទ្រាំទេគឺឲ្យការយល់ដឹងហ្នឹងអញ្ចឹងបើយើងរៀនវិជ្ជាអ្វីក៏ដោយសូមទុកកន្លែងមួយគឺរៀនវិជ្ជាផ្លូវចិត្តរបស់យើងដើម្បីជួយរៀបចំវាហ្នឹងហើយកុំភ្លេចទូនមានចិត្តព្រោះក្នុងโลกនេះគ្មានពីណាពិបាកនិយាយជាងចិត្តហ្នឹងឯងអញ្ចឹងណាយើងជាថាពិបាកណាកូនពិបាកនិយាយអត់ទេចិត្តយើងពិបាកជាងដែលយើងពិបាកចិត្តព្រោះកូនព្រោះមកចិត្តយើងហ្នឹងវាអត់ស្រួលហើយខ្វះបញ្ញាដល់ខ្វះបញ្ញាខឹងហើយចំណាំមើលតែខឹងគឺខ្វះបញ្ញាដោះស្រាយហ្នឹងហើយយើងមើលដូចឆ្លោះគ្នាជាទូទៅមនុស្សតែកាលណាវាយមិនឈ្នះគេមានអាជេហ្នឹងឯងក្មេងៗណាតែដល់អាចំណុចជេមានន័យថាអាស្អីវាអត់ឈ្នះគេហើយនឹងអន់អីបានមកខ្លាំងបន្តិចហ្នឹងហើយមើលតែប្តីហើយប្រពន្ធអញ្ចឹងដែរប្តីមិនសូវជេទេដល់ពេលម៉ាំងខ្មោកហ្មងហ្នឹងហើយទៅស្រីច្រើនតែជេមិនបានជេថាមកវាមិនឈ្នះគេនោះវាបានមាត់យោងតែអញ្ចឹងហ្នឹងហើយអញ្ចឹងជាការចង្អុលបង្ហាញរបស់ខ្ញុំគឺដាក់ពេលស្ដាប់សិក្សាតាមដានចិត្តហ្នឹងឲ្យបានច្រើនគួរសមទៅពីព្រោះនៅពេលដែលចិត្តហ្នឹងស្រួលល្អហើយការរៀបចំអ្វីៗដទៃទៀតក៏បានល្អដែរមួយរយៈប្រហែលឆ្នាំនេះខ្ញុំជួបអ្នកដែលធ្វើការមកមានញឹកជាម្ចាស់អាជីវកម្មជាអ្នកជំនួញជាអ្នករស់ស៊ីធំហ្នឹងអ្នកខ្លះជិះយន្តហោះទៅអរគុណព្រះអង្គសានសុជាតិដោយសារអីដោយសារនៅពេលដែលគាត់រៀបចំចិត្តគំនិតរបស់គាត់បានហើយអាជីវកម្មរបស់គាត់ក៏រៀបចំបានកាន់តែល្អអញ្ចឹងណាតួយ៉ាងដូចជាប្អូនម្នាក់ដែលជូនឡានខ្ញុំទៅកោះធំឲ្យមុនណាគាត់ជាម្ចាស់អាជីវកម្មធំមួយដែរហ្នឹងហើយយើងកុំគិតថាស្ដាប់យូរធោះយូរទៅរស់ស៊ីអត់កើតគាត់ថារស់ស៊ីកើតជាងមុនត្រង់អីត្រង់ដែលដោះស្រាយដោយចិត្តត្រជាក់ហើយកាលណាមនុស្សយើងដោះស្រាយដោយចិត្តត្រជាក់បញ្ញានឹងវាលេចមុខជាងទោសៈហើយទៅដោះស្រាយដោយទោសៈមុខយៈវាចេះតែចេញហើយដោយមុខយៈចេះតែចេញបើយើងពីកូនចៅខ្លាចយើងទាំងមុខទេខុសពីការដោះស្រាយដោយមេត្តាចិត្តមែនទេហ្នឹងហើយខ្ញុំលើកឧទាហរណ៍ពាក្យគាត់ទេគាត់និយាយថាមុននឹងស្ដាប់ធម៌មុននឹងរៀនធម៌ហ្នឹងបញ្ហាវានៅតែកើតប៉ុន្តែវាបោកក៏អត់ចេះរំលែកទេបញ្ហាឧទាហរណ៍ថាបញ្ហាហ្នឹងដោះស្រាយថ្ងៃមុនហើយប៉ុន្តែដល់វាជួបបញ្ហាមួយទៀតវាស្តៀងហ្នឹងមុននឹងដោះស្រាយអាបញ្ហាថ្មីគាត់បោកអាចាស់សិនអូយនឹងស្អីទៀតអាមួយមិនតន់ចប់មកដល់អាមួយទៀតតាមពិតអាបញ្ហាមុនហ្នឹងវាជាប់ទៅហើយប៉ុន្តែដល់តែយើងមិនដឹងសភាវៈធម៌ដែលវារលត់បាត់ទៅហើយហ្នឹងយើងចាប់ប្រកាន់យកអាហ្នឹងមកបោកជាមួយនឹងអាថ្មីមិនតន់បានដល់អាថ្មីហ្នឹងអស់កម្លាំងចិត្តមិនថឹកឃើញទេប៉ុន្តែដល់ពេលគាត់យល់ដំណើរធម៌ហ្នឹងទៅបញ្ហាណាដែលដោះស្រាយរួចហើយគាត់ឲ្យវាទៅហើយណាគឺដោះស្រាយតែបញ្ហាណាកំពុងប្រឈមអញ្ចឹងយើងប្រមូលចិត្តវិញ្ញាណរបស់យើងនឹងកម្លាំងបញ្ញាបាតិរបស់យើងទៅដោះស្រាយតែបញ្ហាដែលកំពុងប្រឈមនឹងឯងហ្នឹងអញ្ចឹងហើយក៏មិនព្រួយខ្លាចទៅអនាគតអីច្រើនដែរដូច្នេះកាលណាដែលយើងផ្ដោតទៅលើបញ្ហាហ្នឹងកុំឲ្យវាបោកប៉ាន់ច្រើនពេករឿងអតីតអនាគតច្រើនពេកវាមិនមែនជាបញ្ហាធំប៉ុន្មានទេខ្ញុំជួបមនុស្សមានបញ្ហាច្រើនរហូតដល់កើត stress កើតអីហ្នឹងណាគឺគាត់មិនមែនកំពុងផ្ដោតលើបញ្ហាបច្ចុប្បន្នដែលកំពុងប្រឈមទេគាត់បោក
hay ta bố thằng ngôn đấy thằng ngôn là đôi nè chặt sang mới cái lợn cào tức mùi nhá nó lợn du ọt và lé nhá nè du tao mình ở đó ta thằng ngôn la này phân tam bất tức nó là ta đái luôn tay ta chập mình và lé chọc đáy thằng ngôn giang nam mình bánh ha về tao ở hai tay nó ta pa tiên ở ca và can mòm nó bị bột tới cả chỉ stress cả chỉ depression ấy chẳng từ phần là thiệt vẫn bánh ha để mà đòi chỉ vật dưỡng đôi mũi tức nung cả lên nhé ta luôn ngu đấy nung cả lên tức hô mày đấy ngu tức hô không bị tức nông an bậc nhầm lực tức hô tăng bị nam á tức hô nó tập bạc cài dân thấy mình hô tới bát này hô tới bát này tại dân ai ngu sợ bài mà mong vì mong cả bạn này còn mọi thời dân tam tức à lẹ tới nữa bởi dân không tục tức à lẹ tới còn mọi hô chinh bị cài dân mẹ lẹ từ thấu thò mùi tức năng đài nè dân nam mình chỉ phải sao lấy cái giấy bằng như chỉ không ai tha à tây ta cá cứ chỉ bảo vật ở xa anakut chỉ ạt cầm bắn ri ai pa chợ bón cứ chỉ cả đồ chẳng hái ban phải sao lấy cái prapia pa chợ bón cái prapia the present nâng này hay sắm mặt tập phép bánh nha rồi bao dưỡng á vì ai mơ cho bác tập bánh ha pa chợ bón nâng này ở đây có lon tới năm muốn dây móp plei ở la ba đây mẹ đấy hay là sai ai cả lắm của dân sman mình trời đây còn phần tay bờ pa chợ bón mình nuôi phần man đấy có lấy phát dân khơi phần nâng ở lúc sao ưu tiên xem mà nam mua dân phơi pi mặc hai môn dân xa động lực mà nuôi phần man đấy plei ở tại bờ ở lâu nâng phần man đấy mơ tới sman đồng bên đây tha bánh nha pa chợ bón nâng về ai miền protepol trong cả đa sài pa chốt pa chợ bón nâng từ phụ phút của ông ở dân sầm lần mơ pa chợ bón nâng từ ruột nơi mình stress ra đại nó không này bị chạy cái tê thua hàng thà sợ tập tham bị pasana đã chun phần nâng bạn là số mà con lực rú bàn đòn nơi trong lời dạng một bài hay miền đặc biệt bọpในการบอมโอนหายจะไอสดับบานตัวตูบานเคยชนะมาเยี่ยมเคยการชลายฉลองกระปงแต่ละครูประดอลในจำเลยจังออกนั้นปีศาจชีวิตจังออกนั้นแต่ตาบอมโอนบานเฉียบบานดังบานตัวตูมาให้บอมโอนออกเนี้ยหรือก็เน้นเตรียมลวกแต่ในเจ๊กับบันไดชัดตั้งตัวโยบานนะvà cũng có mấy phần mấy phần tay chấm lai từng ông bảo là tôi nó sâu vô mà bà mình tranh cả đằng cho cả đằng ấy nó mong bảo bà chân xong ao dương đôi sừng khai lấy đôi lu mình bà sang chẳng thà thở mấy ao dương mong plei khai tao pa nhà hàng nâng bà công bố cả na tạo bố cả pa nhà hàng ngày nắng cứ việc cao là pa nhà hàng thông chiêng đầm lọt sái dương thôn hời chân thế nè cú hai chia chấm lai phần nè cú hai chia mình bàn mau thế bàn tờ xe sầm bọt nè mau chẳng nè cú tôi snap hai vô ở bay đại lo đại cú miền nắng nằm bồn miền nắng vô từ pra nằm bọt phải chăm ngay từ ta mới chia chỉ việc là bọt nè cú bà rồi có sao phò bồn nè cú bàn bồn pin rồi ngày nắng cứ lo pra sa na cả hai bà chẳng chụp tiền mình nâng từ đó sừng nua rồi bom ôn nè cho luôn được không đi được không mình tốt đi chẳng chọn chụp tới bắt đầu tới từ được cú tiền pi bà cho mà đá việc mình để bỏ saiในปัญหาផ្លូវចិត្តในปัญหาផ្លូវកាយឬក៏ដោះស្រាយបញ្ហាជីវកម្មឬអ្វីផ្សេងៗមិនប្រកាសថាវាគ្មិនទាំងពីរហ្នឹងអត់មានបញ្ហាជឿថាបងប្អូនថាវាគ្មិនសហវាគ្មិនទាំងពីររូបនៅលើនេះថាអត់មានបញ្ហាជឿអត់មានទេបងប្អូនមានអញ្ចឹងយើងចង់បានរបស់ពិតបាទយើងជួបរូបពិតអញ្ចឹងជួបរូបពិតបាទនឹងឆ្លើយចំពិតបដ ហើយអញ្ចឹងថាព្រោះមានពាក្យខ្លះថាគ្រប់បណ្ឌិតសុខមួយជីវិតឥតទុក្ខាអញ្ចឹងចង់ជួបវិធម្មបណ្ឌិតហ្មងតែជួបមកភាសាធ្លាប់ជួបធ្លាប់ឈឺចិត្តធ្លាប់លំបាកទេហើយលោកគ្រូធ្វើម៉េចបន្ថែមតិចចឹងលោកគ្រូទាំងពីរបាទបន្ទាប់ពីលោកគ្រូទាំងពីរផ្ដល់នៅសាស3នាទីហើយសំមួយចម្លើយពីអ្នកចូលរួមបាទអ្នកចូលរួមបាទអញ្ចឹងក្រុមជើញបាទតែលោកគ្រូម្ដងមុនបាទសុំមកជាស្រ័យមុនណាព្រោះ3នាទីហ្នឹងអត់ដឹងថាត្រូវឆ្លើយពីណាទៅណាទេឲ្យពេលតិចពេកហ្នឹងថែមជូន2នាទីទេគ្រូ5នាទីបើមិនអញ្ចឹងទេខ្ញុំនឹងមានបញ្ហាផ្លូវចិត្តហ្នឹងហើយព្រោះការពិតភ្ជាប់ពីលោកគ្រូធម្មបណ្ឌិតមករឿងថាទៅចេះធររស់ស៊ីមិនហ្នឹងស្អីរស់ស៊ីទៅគិតសិលគិតធម៌មិនគិតទៅពីរស់ស៊ីទៅណា
ប៉ុន្តែការពិតពាក្យរស់ស៊ីហ្នឹងបើយើងនិយាយពីធម៌គេហៅសមាជីវៈតាឲ្យរស់ស៊ីឲ្យត្រឹមត្រូវតាហើយបើចង់សុខចង់រីកចម្រើនទល់តែធ្វើរស់ស៊ីត្រឹមត្រូវសមាជីវៈហើយអាសមាជីវៈធម៌ឯតាប៉ុន្តែការពិតបើមែនទេនៅក្នុងโลกនេះតាមការយល់ឃើញរបស់ខ្ញុំធម៌ទាំងអស់គ្រាន់តែល្អទៅធម៌ល្អអាក្រក់ធម៌អាក្រក់តែប៉ុណ្្នឹងតែការពិតគ្រប់យ៉ាងធម៌ប៉ុន្តែបើយើងចង់រស់ស៊ីឲ្យល្អឲ្យត្រឹមត្រូវឲ្យរីកចម្រើនទៅកុំឲ្យដល់តែពេលមានលុយហើយបែរទៅដេកគុកវិញទៅមកតែអញ្ចឹងរស់ស៊ីឲ្យត្រឹមត្រូវកុំបោកប្រាស់គេវាទល់តែយើងប្រកាន់ធម៌ត្រឹមត្រូវធម៌ល្អសុចរិតអញ្ចឹងបាននៅស្ថាប័នខ្ញុំដាក់គោលការណ៍មួយថា3 4 5ហៅថា345 3គឺសំដៅទៅលើត្រៃកោដធម៌លោកគ្រូសច្ចៈខន្តីកតញ្ញូចឹងត្រូវបង្រៀនថ្នាក់ដឹកនាំនិងថ្នាក់គ្រប់គ្រងរបស់ខ្ញុំឲ្យយល់ថានឹងជាត្រៃកោដធម៌ជាធម៌កម្ពូលរបស់ពុទ្ធសច្ចៈខន្តីកតញ្ញូបាទយើងលក់របស់ពិតអត់លក់របស់คล้ายคล้ายនិយាយពិតមិននិយាយកុហកនឹងសច្ចៈខន្តីយើងត្រូវគិតថាយើងអ្នករស់ស៊ីយើងចង់បានលុយគេតែយើងអត់ធ្មត់ណាបាទប្រឹងខំមិនចង់មិនជោគជ័យហើយស្រាប់តែចង់ស្រួលហើយទៅជោគជ័យបានទេទៅតែអត់ធ្មត់ណាស់ទៅតែនេះរហូតដល់ពូមីងបងប្អូនដឹងហើយរហូតដល់យើងមានពាក្យថាខន្តីជាអលង្ការរបស់អ្នកប្រាជ្ញមានន័យថាអ្នកដែលចង់ទទួលបានជោគជ័យទៅចាស់ទៅចង់អីទៅខន្តីហើយលោកគ្រូមីងក៏បានបញ្ជាក់ដែរមិនមែនមានន័យថាយើងចង់ចេះចង់យល់មកផ្លែតបានទេយូរខ្ញុំស្ដាប់និយាយពីសិល5ទៅមុំតែយល់ក៏ទៅប្រើពេលចូលមួយឆ្នាំមុំយល់សិល5ហើយពីមុនទៅសូត្រមុនឲ្យញឹកអូញឹកមួយឆ្នាំមិនដឹងសូត្រមុនប្រមាណហើយសូត្រមុនកន្លែងណាក៏មានដែរសិល5តែមិនដែលថាដឹងតែសិល5ដឹងថាដូនជីថាអូដេញសមាធិទានសិលប៉ុន្តែឲ្យសិលទៅជាទៅសូត្រតាមទៅលោកចប់ក៏ចប់ទៅមានតែយល់អីទេអញ្ចឹងបានប្រកាន់គោលការណ៍3សច្ចៈខន្តីកតញ្ញូហើយបានគោលការណ៍4ហ្នឹងគឺព្រហ្មវិហារធម៌មេត្តាករុណាមុទិតាឧបេក្ខាអញ្ចឹងខ្ញុំឲ្យខាងគណៈគ្រប់គ្រងនិងថ្នាក់ដឹកនាំនឹងយល់ថាយើងគ្រប់គ្រងគេមិនអាចអត់មេត្តាបានទេបាទពួកមនុស្សកាលណាតែយើងចង់ដឹកនាំគេទោះតែយកសេចក្តីស្រឡាញ់ទៅដឹកនាំបើយកភាពស្អប់និងក្តៅក្រហាយទៅដឹកនាំអត់បានទេណាហើយគេដើរតាមយើងពួកគេជឿថាយើងអាចជួយគេបានតាហើយបើដឹងតែជួយអត់បានទេអញមិនទៅអ្នកផ្សេងចាំបាច់ទៅតាមបងឯងទៅខ្ញុំមិនទៅមួយអ្នកផ្សេងវិញហ្នឹងអញ្ចឹងដោយសារតែគេគិតថាយើងអាចជួយបានជួយនឹងគឺករុណាបាទហើយយើងឧទាហរណ៍ថាដូចទៅរឿងមុទិតាអញ្ចឹងអ្នកខ្លះអត់ទេតែយើងអត់មានអានឹងធ្វើមេគេមែនប៉ុន្តែចំណែននិន្ទាឈ្នានេះបាទញុះញង់ឲ្យមានចំនួនហើយយើងអត់សមធ្វើជាអ្នកគ្រប់គ្រងជាអ្នកនាំទេប៉ុន្តែបើសិនជាយើងមានមុទិតាធម៌ហ្នឹងគឺថាយើងអត់អ្នកបង្កចំនួនទេប៉ុន្តែយើងអ្នកបង្កតែក្តីសុខអ្នកជួយដោះស្រាយជួយសម្របសម្រួលធ្វើឲ្យគេអាចធ្វើការងារជាមួយគ្នាបានល្អបាទហើយអាចុងក្រោយណាអាឧបេក្ខាណាភាពជាកណ្ដាលព្រោះអាលំអៀងហ្នឹងវាងាយហ្នឹងតែបើថាអកតេយុត្តិធម៌កដាលហ្នឹងល្អហ្នឹងគឺពិបាកអញ្ចឹងទោះតែមានគោលព្រហ្មវិហារធម៌ហ្នឹងបានទៅរួចហើយចុងក្រោយនិយាយពីរឿងសិល5ហ្នឹងបាទសិល5ខ្ញុំប្រយ័ត្នមែនតើហ្មងព្រោះពេលខ្លះយើងគិតថាអូសិល5ទោះតែយើងប៉ះពីជីវិតអ្នកដទៃប៉ុន្តែជួនកាលតែយើងគ្រាន់តែភ្លេចគិតពីជីវិតបុគ្គលិករបស់យើងហ្នឹងជួនកាលខំបណ្ដោះបណ្ដាលទាំងស្រាប់តែមានគ្រោះថ្នាក់ទៅស្លាប់ទៅយើងខាតបងមែនតើតើបារម្ភតែយើងបានមនុស្សម្នាក់បកែមកប៉ុណ្ណឹងទៀតប្រើពេលយូរអញ្ចឹងយើងគិតពីអាយុជីវិតអ្នកដទៃអត់ប្រមាថអាយុជីវិតបាទអត់ប្រមាថអាយុជីវិតហើយអត់កັບកេងគេណាហ្នឹងហើយអត់កັបកេងអត់កេងប្រវាញ់អត់លួចអត់ប្លន់រស់ស៊ីត្រឹមត្រូវហ្នឹងហើយអប់រំទៀតហ្នឹងហើយគេកុំទៅបៀតបៀនអារឿងប្រព្រឹត្តអីណាអីស្នេហាអីនឹងច្រើនពេកព្រោះនាំមានរឿងទេអាហ្នឹងមិនស្រួលទេអាគេហ្នឹងហើយដល់ពេលអញ្ចឹងទៅយើងមានការប្រព្រឹត្តល្អអញ្ចឹងទៅហើយសំបីតស្រាសិតកំណត់នៅខាងខ្ញុំកំណត់ដោយសារយើងរកស៊ីវាធ្វើម៉េចវាបំបត្តិអាការផឹកហ្នឹងវាមិនបាន
ប៉ុន្តែយើងកំណត់ទឹកស្រវឹងហ្មងម្នាក់ឲ្យផឹកបានត្រឹមតែ3កំប៉ុងឯព្រោះយើងត្រឹមតែ3កំប៉ុងវានៅគ្រប់គ្រងបានតែហួសហ្នឹងវាមានបញ្ហាហ្នឹងហើយបាទអញ្ចឹងនៅកន្លែងខ្ញុំមានគេហៅថាគោលនយោបាយគ្រប់គ្រងការផឹកហ្មងហ្នឹងហើយដែលក្រុមហ៊ុនផ្សេងខ្ញុំគិតថាប្រហែលជាមិនទាន់មានទេហ្នឹងហើយបាទអត់ទាន់មានទេអញ្ចឹងគឺគិតគូរដល់អាហ្នឹងទាំងអស់បាទគិតគូរដល់អាហ្នឹងទាំងអស់អញ្ចឹងបានយើងអាចធ្វើអាជីវកម្មទៅវារឹងមាំបានហើយមួយទៀតចង់ច្បិចបន្តិចតាក់ទងជាមួយនឹងអ្នកគ្រូសំណួរអ្នកគ្រូមិញខ្ញុំអាចលើកទឹកចិត្តថាខាងមន្ទីរពេទ្យលោកគ្រូបតាគ្រូពិសេសតាណាអរុនចាំជួយកត់ផងនៅ campaign លោកគ្រូនៅខាងស្ថាប័នខ្ញុំគឺមួយខែយើងមាន2វគ្គវគ្គមួយយើងរៀនអំពីគោលធម៌ហ្មងរបស់ព្រះពុទ្ធហ្មងហ្នឹងហើយលោកគ្រូបណ្ឌិតទូចកំជ្រៀងគាត់មកអប់រំមួយខែម្ដងដល់ពេលវគ្គមួយទៀតយើងនិយាយអាណាចក្រហ្មងនិយាយពីរឿងរៀបចំយុទ្ធសាស្ត្រផែនការធ្វើអាជីវកម្មឲ្យរីកចម្រើនបាទប៉ុន្តែយើងត្រូវគិតថាពីរហ្នឹងយើងត្រូវតែថ្លឹងហ្មងហ្នឹងហើយពូកែអត់គុណធម៌នាំឲ្យអន្តរាយទេពេលខ្លះដូចលោកគ្រូថាមិនអញ្ចឹងមិនមែនអ្នកឈឺទៅធ្វើបាបគេទេជួនកាលអ្នកខ្លាំងហ្នឹងទៅធ្វើបាបគេអញ្ចឹងយើងខ្លាំងពូកែប៉ុន្តែយើងត្រូវខ្លាំងពូកែដោយមានសិលធម៌និងគុណធម៌បាទនៅពេលដែលយើងនេះអញ្ចឹងត្រឡប់មកស្ថាប័នយើងវិញគឺថាបើសិនជាមានការអប់រំហ្នឹងខ្ញុំគិតថាអ្នកគ្រូគាត់នឹងមានការយល់អាហ្នឹងកាន់តែច្រើនហើយយើងឧទាហរណ៍ថាមិញហ្នឹងជួបភាពសោកសៅពេលខ្លះបើកាលណារោគមូលដ្ឋានគ្រឹះអាហ្នឹងឃើញទៅអាចថាដូចទ្រឹស្ដីសឺម៉ាអ៊ីហ្នឹងណាគេហៅថារោគឃើញភាពសប្បាយរីករាយក្នុងគ្រាលំបាកអញ្ចឹងចាត់ទុកថាអាហ្នឹងវាជារឿងធម្មតាទេព្រោះយើងចាប់អាជីពហ្នឹងទៅហើយឲ្យបើមិនជួបអាហ្នឹងឲ្យទៅជួបអីហ្នឹងហើយបាទហើយធ្វើវាជាប្រកដីទៅវាទៅជាធម្មតាហើយពេលខ្លះដូចលោកគ្រូមានប្រសាសន៍មិនអញ្ចឹងថាការពិតភាពសោកសៅនេះបានមកជួបយើងជួយបានប៉ុណ្ណឹងចុះបើមិនជួបយើងតើពិបាកប៉ុណ្ណាអញ្ចឹងបើយើងគិតគ្រាន់តែប៉ុណ្ណឹងបន្តិចមានន័យថាអូវាមានភាពប្រសើរឡើងខាងផ្លូវចិត្តរបស់យើងហើយបាទសូមជូនប៉ុណ្ណឹងសិនចុះបាទសូមអរគុណលោកគ្រូសម្បត្តិដែលបានចែករំលែកនៅបទពិសោធន៍ខ្លីអញ្ចឹងជូនទៅលោកគ្រូបាទបន្ថែមចំណុចនឹងបាទ5នាទីទៀតដើម្បីបន្តទៅសំណួរចម្លើយពីអ្នកចូលរួមបាទអរគុណបងសុភាពលើកឡើងឲ្យនិយាយពីបញ្ហាបន្តខ្លួនដែលជួបទុក្ខលំបាកដោះអាម៉េចបញ្ហាដែលលំបាកខ្ញុំប្រៀបធៀបចុះថាឧទាហរណ៍ថាគណិតវិទ្យាចុះវាមានចំណោទខ្លះលំបាកប៉ុន្តែសួរថាវាលំបាកសម្រាប់នរណាវាសម្រាប់អ្នកដែលមិនយល់រូបមន្តមែនទេលំហាប់តែល្មមក៏វាអាចមានអ្នកលំបាកដែរព្រោះអីព្រោះមិនយល់រូបមន្តហើយដល់អ្នកដែលគេយល់រូបមន្តគេថាស្រួលដូចបកជេដូច្នេះបញ្ហាក្នុងលោកដែលជាតួបញ្ហានោះគឺចិត្តទេដែលវាក្តោបមកគិតថាជាបញ្ហានឹងឧទាហរណ៍ពាក់ព័ន្ធនឹងសង្សារបែកចិត្តចោះបើសិនបើវាមានការហួងហែងខ្វះករណាមុទិតាអាចទៅសម្លាប់ទៀតមនុស្សធ្លាប់ស្រឡាញ់ហ្នឹងមែនទេឆ្នាំណានោះនៅខេត្តពោធិ៍សាត់លែងគ្នាហើយខាងស្រីគ្នាទៅការជាមួយមនុស្សថ្មីនៅពោធិ៍សាត់ហ្នឹងប្រុសមកពីដូចខេត្តណាទេទៅចាប់គ្នាកាត់ដៃកាត់ជើងហើយតាមច្បាប់លែងគ្នាហើយទៀតអញ្ចឹងគ្រាន់តែរឿងលែងគ្នាវាជាបញ្ហាធំណាស់ឬថាអត់ទេតែមកចិត្តនឹងវាហួងហែងប៉ុណ្ណាទៅជាបញ្ហាឃើញទេឃើញបញ្ហាវាបង្កើតដោយចិត្តទេហ្នឹងហើយបើចិត្តនឹងវាមើលឃើញថាគ្មានបញ្ហាវាមានបញ្ហាអីទៀតមិនអញ្ចឹងហ្នឹងហើយ
bà sân chỉ cao mụ tì tàn tịch tư thì họ thôi khi nào chỉ mùa dương mình ai bắt đầu xịt đây sọc ở cái bàn chẳng bởi kia từ chuông là nè để ai bắt đầu xịt đây sọc bán miền ta oi po tiết mày nè bánh hà tiết đấy bánh hà tiết đấy ấp đấy chẳng bần đất nó không bật thò đại phổ bột hai bần đất cứ mà nó đại chết sầm rùa chặt sọp tàu tam rương ra từng lại nó là hốt đau về ăn miền bánh hà nông ai nè vì pro riêng tam mê kia phổ bột nó mình mến chỉ ca riêng sần xóm bánh hà đây cứ riêng sai bánh hà hay mê ta nó ai cao chùm pu mà nô đại chỉ thò mà đá dừng sọp nó từ tiền vẫn tam cực tệ thò mà đá bỏ dưỡng mà nô na sọp dương trong oi xí bên đó mày nè oi to lại thử chặt ánh hành áo vậy nè tại phiệp ở cha rồi bỏ của nó vô chne chặt khăng luôn này này bà nè ấy mà nô tại vô chặt chne lừa chặt sọp luôn này bàn thấy mà nô nâng chỉ bánh hà sầm mẹp dân kia đấy thì chẳng bánh hà này nè bánh hà nó chặt năng anh bánh bịa nó srul giấy đấy tại vì mình nghe vô vì bịa con là ca sắc xa riêng sâu nè bánh tay mà đòn chẳng ca tôi chặt on chặt nhưng mà thầm lọp miệng này vậy á bánh tay bật thô nó miên mê riêng chạy lẹ môi thà ca năng nâng cứ chỉ ca bật bật từ này chất đại với công pung từ chụp chấm này mình chỉ tí cọp chặt là bỏ viên nội ai chứng sẽ tệ có lực đăng tha nâng cứ chỉ ác của sao là thô mà dáng đại việc chụp chấm này rồi bỏ với cứ ảnh đất tha ròng rồi thấy có việc cả lon tới đôi giờ sắp ta mà play đây vì apply thì chỉ cùng nung vì apply từ chỉ depression nè mình tha nhom nâng chết ta sờ bài là hốt đấy vì mình pe cả vì chụp riêng về mình chỉ tì bình chặt đài bên về mà play đôi clean bạc ca dân đang tụi chốt cả na chứ nè nè tại dân đã cắt viên hay vì mình đã tham mình bạc clean này còn tay phiệp chỉ này nè chấm ran bánh nhà không mê kia rồi bỏ vào bột nước về miền lệ cả nặng vì say mũi còn thà nộp về để về clean máu đang thà tát thôi rằng ná cùng mọi từ từ clean tràn từ tịch tuột có thể là dân miền chặt dân bằng tới với cung ta sai bạc là vì mình đôi chỉ sạch xóa đôi tụ rốt tổ na con nó ta tức á chẳng á vừa mấy phliêng chôn cho nó xóa rốt pin để prey bên tổ na con ta tức này vừa âm nhâm tia hả chẳng mày nè nàng ngày chẳng khamiên bọn đất nam mũi không lục nè lực lên ở đây bọc cô lực lên preo hòn chính đây mình chụp nửa riêng on chặt để mình chụp nó bành hà thì vẫn còn thà bây giờ lúc chụp bánh há lúc tay từ rồi tầm nọ sải mình men rong chăm tầm nọ riêng năng về ngọc từ đòi ca từ ôn tại đòi ca bon son đòi càng vò có thì lúc tay từ miền tầm nọ sải được không riêng thằng ở nằng chẳng bạn hà riêng ấy để cả láng coi chỉ về về để lúc chầm rán bánh nhà để chụp bánh hàn tích bọt bị sót can được ở làng chẳng bạn cái prao bịa là nè đại miền positive thinking nâng tay để khơi liếp nơi không pel để mà nút tiền lại tha chỉ cừu, thế này, đôi sẽ cái tua con chân tua con American chứ mà Arnold đó, sạch đông thôm đó, Arnold, pel là quạt com hạt quạt chẳng khai chỉ bodybuilder, chẳng lục bay bên bị phục lô hay mình quạt bị bà hong mốc phong, bị sâu xa phong cái sao chấm ở quạt ấy còn như bị vật thọc bầm non bọc có cái sao vậy còn ai tê vẫn còn tha nộp đây mà nộp tương lai sai tha quạt mình ai tế không các ba quạt sẽ tập hẹp thành anh này nâng chẳng phần là mình nuôi dưỡng chưa là cứ tham mình ai tiếng để mình toán prăng ở sa mặt tập hiệp hò mày đấy đôi nhom những bề sặc màu vinh khoai nè thảo ta sắc mẹ ana sẽ đạp tiền đấy để nhom men dây oi nẹm sẽ đạp đấy nhom dây oi từ nẹm sẽ đạp rồi lên và chừng vậy và ở cần lực lượng thọ mình để bàn trai dùm lệ bị sao chẳng bom ồn để không đi sẽ đạp cho bà hay nè
លោកគ្រូបណ្ឌិតមែនលោកគ្រូជួបមិនមែនន័យថាឲ្យតែបណ្ឌិតនឹងអត់ជួបបញ្ហាទេលោកគ្រូជួបភ្លៀងព្រោះយើងរស់នៅក្រោមមេឃជាមិនផុតពីទឹកភ្លៀងទេក៏ប៉ុន្តែទុនដែលលោកគ្រូបានផ្ដល់អំបញ្ញមិញអាចយកទៅជាការពិចារណាដើម្បីជាទុនមួយសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងថាតើយើងនៅតែបើយើងជួបហើយយើងនៅតែសន្សំវាយើងនឹងជួបកាន់តែជួបបាទអញ្ចឹងធ្វើវិធីយ៉ាងម៉េចលោកគ្រូបានជូនច្រើនហើយរាប់រយរាប់ពាន់คลิปលោកគ្រូផ្សេងទៀតយកមកមើលទៅយកមកស្ដាប់ទៅហើយខ្ញុំនិយាយស្មោះត្រង់ស្ដាប់ទៅខ្ញុំមិនសូវស្ដាប់ទេខ្ញុំដាក់ថាបើកចោលក្នុងឡានខ្ញុំបើកឡានទៅខេត្តមួយទៅខេត្តមួយស្ដាប់បានប៉ុណ្ណាយកប៉ុណ្ណឹងបាទព្រោះមិនប្រកាសថាយើងស្ដាប់3ម៉ោង5ម៉ោងនឹងយល់ទេប៉ុន្តែជួនកាលអាคลิปណាមួយនោះចំណុចណាមួយយើងអាចចំបេះដូងរបស់យើងទៅយើងយកវាមកដាក់ទៅបាទជាទុនមួយបាទព្រោះដោយលោកគ្រូមានប្រសាសន៍មិនមែនតែស្ដាប់លោកគ្រូមួយឆ្នាំហ្នឹងប្រកាសតែយល់ប៉ុន្តែជួនកាលស្ដាប់ចោលមិនបាច់ថាស្ដាប់ត្រូវតែស្តុកទៅថប់ទៅហើមណាអញ្ចឹងខ្ញុំស្ដាប់ទៅថ្ងៃណាសប្បាយចិត្តស្ដាប់ទៅថ្ងៃណាពិបាកចិត្តតិចស្ដាប់ទៅតែប្រយោជន៍នឹងបាននៅពេលណាមួយឲ្យតែយើងសន្សំបាទអញ្ចឹងទេបងប្អូនអរគ្នានៅទីនេះខ្ញុំជឿថាសិតតែសន្សំសេចក្តីល្អសន្សំប៉ុណ្ណាយើងបានមកជួបគ្នានៅក្នុងបន្ទប់ដ៏ចង្អៀតនេះបាទតែចិត្តយើងនៅតែទូលាយក្នុងការជួយដល់កុមារកម្ពុជារបស់យើងចឹងប្រហែលជារងភាពហើយថែមតិចភាពសំថែមតិចភាពសំថែមតិចបាទមកចេញលោកគ្រូភ្ជាប់ពីលោកគ្រូធម្មបណ្ឌិតមកបន្តិចរឿងបញ្ហានិងបញ្ញានៅស្ថាប័នខ្ញុំពង្រៀនបុគ្គលិករបស់ខ្ញុំថាខុសតែជើងទេព្រោះបញ្ហាវាដាក់ជើងហោដល់ពេលបញ្ញាដាក់ជើងញោអញ្ចឹងវាខុសតែជើងទេមានន័យថានៃម្យ៉ាងទៀតថាពេលដែលមានបញ្ហាហ្នឹងគឺមកពីខ្វះបញ្ញាហើយថាដូចខ្ញុំចុះគឺខ្ញុំធ្វើច្រើនខ្លាំងណាស់ហើយអ៊ំពូមីងបងប្អូនដឹងហើយអ្នកធ្វើច្រើនគឺខុសច្រើនហើយប៉ុន្តែសួរថាមើលដូចជាមិនមានបញ្ហាអីដូចចេះតែរីកចម្រើនចេះទៅមុខមើលដូចអត់មានបញ្ហាអីសោះតែការពិតមិនមែនទេបញ្ហាច្រើនណាស់តែដោយសារយើងមានបញ្ញាច្រើនទៅអាបញ្ហាខ្លះអ្នកអត់បញ្ញាហ្នឹងដោះមួយខែដោះមិនចេញផងរកចម្លើយមិនឃើញផងតែយើងមានបញ្ញាយើងប្រើពេលតែមួយផ្លែតហ្នឹងជួនកាលតែ5នាទីហ្នឹងហើយបាត់ហើយចប់បាត់ឃើញទេអញ្ចឹងមកដល់ហើយយើងកុំខ្ញុំមានពាក្យខ្ញុំមួយថាកុំខ្លាចយើងជួបបញ្ហាធ្វើទៅអ្វីដែលយើងគួរខ្លាចតែយើងខ្វះបញ្ញាហ្នឹងអញ្ចឹងកាលណាយើងខ្លាចខ្វះបញ្ញាយើងត្រូវខំរៀនសូត្រខំអភិវឌ្ឍខ្លួននៅពេលដែលយើងខំរៀនសូត្រអភិវឌ្ឍខ្លួនពេលតែជួបយើងស្រ័យព្រឹបភ្លាមខ្ញុំឧទាហរណ៍ថាកម្មវិធីថ្ងៃនេះអញ្ចឹងក៏តាមឡានបដើអរុនគាត់ផ្ញើនឹងមកបដើអញ្ចឹងខ្ញុំត្រូវឆ្លើយឆ្លងជាមួយគាត់កែពាក្យពេចន៍នៅក្នុងកម្មវិធីហ្នឹងហើយនេះបើសិនជាយើងមិនមានបញ្ញានៅក្នុងការកែលម្អវាទេវាមិនដឹងតែក្នុងពាក្យពេចន៍នេះមិនដឹងថាមានខុសប្រមាណទេហើយអាខុសជាបញ្ហាប៉ុន្តែដល់ពេលយើងដឹងថាវាខុសយើងកែវាទៅអាបញ្ហានេះវាលុបបាត់វាសល់តែត្រូវមានន័យថាត្រូវដោយសារយើងមានបញ្ញាដឹងខុសដឹងត្រូវអញ្ចឹងដឹងតែខុសកែមកត្រូវហើយការពិតនៅក្នុងជីវិតជាក់ស្ដែងនៅក្នុងក្រុមគ្រួសារក៏ដោយនៅក្នុងស្ថាប័នក៏ដោយដូចខ្ញុំអីការកូនស្រីបានកូនប្រសាប្រុសមកនៅជាមួយអញ្ចឹងគ្រួសារធំជាងមុនថ្ងៃមុនការកូនប្រុសបានកូនប្រសាស្រីមកនៅជាមួយទៀតអញ្ចឹងកាន់តែធំជាងមុនទៀតហើយអ៊ំពូមីងបងប្អូនសាកទឹកមើលគ្រួសារកាន់តែធំបញ្ហាកាន់តែតិចមែនអូហ្នឹងហើយមានតែកូនហ្មងនៅមានបញ្ហាចុះតម្រាំថែមកូនប្រសាហើយចៅទៀតហ្នឹងបញ្ហាច្រើនប៉ុន្តែយើងជាអ្នកដឹកនាំយើងគិតថាវិធីដែលរំលត់វាគឺមានតែបញ្ញាទេណាចឹងរកអាកន្លែងដកជើងហចោលឲ្យច្រើននៃដកជើងហចោលឲ្យច្រើនដាក់ជើងញជំនួសវិញឲ្យបានច្រើនជូនប៉ុណ្ណឹងអរគុណបាទសូមអរគុណលោកគ្រូសម្បត្តិចឹងបាទអញ្ចឹងបងប្អូនខ្លីចាំតោះសាររបស់លោកគ្រូគឺថាដកតាជើងញនិងជើងហយើងឃើញបាទតែដាក់ជើងហរហូតបាទអញ្ចឹងត្រឡប់ទៅវិញទៅផ្ទះកុំដាក់ជើងហណាបាទបញ្ហាតែទៅដល់មុនគេជួបស្វាមីជួបភរិយាតែដាក់ជើងហគឺបញ្ហាហើយប្រយ័ត្នប្តីសួរប្រពន្ធសួរបាទមកទទួលនៅបទពិសោធន៍ទំនាក់ទំនងសុខភាពផ្លូវចិត្តផ្លូវកាយទៅដល់វិញ
đặt tại trường ho nằm mốc nắng bành hà hơi hay điện từ tua đi mũi bên này cái bong bồn bà buồn dương mà chăm là còn nâng tinh nhăm mà nâng tới bà bỏ hay là mình bàn thế xem chăm biển lúc ta mình đặt câu phê mũi xem chụp bớt rồi xem xua xung nô nó còn nơi hạt ngày trong nơi đi máy còn prap chào ở lấy ta prap rụp muôn mũi bị say bà ô bộ prap qua đây thà cho mình ai cho tôi vô ba này riêng nâng bà chẳng lúc ta thà mình nè chụp ta mà plate tinh ở ban mà rồi đòn nơi một ta hơi cả lọc tờ vinh đã đại tiệp chặt đấy tinh ở ban mà rồi đòn việt mình trâu ra nó cháu tinh rồi ngày ở ban mà sập đá automatic cứ bánh hà nó bạc bà chẳng khlây đây cứ mà nó bỏ đây mình đôi bầm nó cứ mình men chưa bỏ dương tê mình men chưa bỏ dương tê mình men chưa bỏ dương tê đòn tinh cho việc ban mà rồi với bao bồn ban mà rồi thôi chứ là chọt ta bánh hà chọt ở đây vậy đi còn xa anh vô sum đây mình đặt mũi còn làm xa còn tiếp mồi dướng hay dừng cho bạn được vót bất chỉ miền phải gió sum đạp dướng bà miền phải nhà chân thế bong bồn nọ khề bà trắng về bên lia đây chưa thà bong bồn mình nghe được ngon đi đi miền sum nuôi tràn tại sông cả chiếc sai đá thà đọc pram một tí tiếng sum nuôi tiếng chậm lái thêm pram một tí tiết mà phây một tí tiếng sum nuôi chậm lái bà từ xã việt mình dừng từng pi ru bà chân sông sù bà chẳng pi chủ miền pi chúa chân khả năng pi sầm núa chun đầu việc mình bởi dưỡng bật mình chọc chẳng buôn sầm núa nâng tại một đoàn bà chân sông còn chơi bà bỏng bọc bà sông còn càng nghĩa chui sầm rộng rúa rồi có bong ai gì dây bán thì dây đóng mà bà chìm liệt xua lục cừu chẳng pi hay pel lê dân khay chẳng ở nhung sông xua sầm núa tại một đoàn sầm núa tì muối ta cà phật sọ ra du mà đón té mình cầm nát mình phật bằng co bành hà đo cừu xá mình nộp chụp vinh luôn nâng sùng cùng chiết ta khóc đại tề tì pí pel chặt khăng cà làng mùi rụng bách ta chặt ở lót đăng bành chụp chặt khăng phèm ta ạ của sol bị ba rồi có ba cạt làng đài rồi tên nó bền nục bị sầm nô nữa kêu bà lấy bà to pi nuôi thì bà nhất bà bong sấy miền chè trở bà đấy thì biết ban khai được gì bà chả chỉ đồng bóng chăm sôm cọp nói con về ra thành trái con về thôi nó con về sau nó sôm cọp đó lục cừu xa xí chia nâng lục cừu sau sờ bát hay nâng ông sấy từng pí ông sấy ông để cái ná nâng ông sấy trai em chảนี่ខ្ញុំពិតជាសប្បាយចិត្តណាស់ក្នុងថ្ងៃនេះគឺថាហេតុបច្ច័យបានគ្រប់ហើយបានមកជួបលោកគ្រូសាសិជារយៈពេល5ឆ្នាំហើយដែលចាំផ្លូវលោកគ្រូនៅក្នុងខេត្តសៀមរាបនេះក៏ពិតការរដូវកឋិនលោកគ្រូក៏បានអញ្ជើញជីកាត់នៅខាងស្រុកពួកដែរហើយក៏បានចូលនៅក្នុងភូមិតតោដែរក្នុងពេលហ្នឹងតែនេះខ្ញុំរៀបបើថាបច្ច័យមិនទាន់បានគ្រប់ក៏មិនបានជួបលោកគ្រូទៅហើយក្នុងថ្ងៃនេះក៏សូមនិយាយចេញពីក្នុងចិត្តគឺថាសូមគោរពស្រឡាញ់លោកគ្រូខ្លាំងមែនទែន5ឆ្នាំនេះគឺជីវិតបានរកឃើញពន្លឺពិតនៃពធហើយរកឃើញខ្លួនឯងហើយភាពរឹងមាំច្រើនជាងមុនលោកគ្រូនៅពេលដែលជួបព្យុះភ្លៀងនៅក្នុងជីវិតបែកបាក់រត់សង្ខារជាទីស្រឡាញ់គឺប្តីពេលនឹងគឺក្នុងជីវិតគឺកំសត់ខ្លាំងណាលោកគ្រូកុំបានពធមកជួយអប់រំណែនាំចាត់ឲ្យនឹងបានស្ដាប់លោកគ្រូម្លេះសំជីវិតគឺមិនអាចរស់នៅបានក្នុងពេលនឹងបាននេះគឺពេលនឹងគឺចង់សម្រាប់ខ្លួនលោកគ្រូឌីសាគ្រាពេលនឹងខ្ញុំមានកូននៅក្នុងពោះ8ខែផងហើយត្រូវគាត់ចាក់ចេញចោលទៅលោកគ្រូហើយក៏សូមអរគុណលោកគ្រូជាគ្រូទី1របស់នាងខ្ញុំដែលបានផ្ដល់នៅជីវិតថ្មីក្តីសង្ឃឹមភាពរឹងមាំឲ្យនាងខ្ញុំក្នុងការរស់នៅក្នុងជីវិតពេលនេះដែលធ្វើឲ្យផ្លូវចិត្តផ្លូវកាយរឹងមាំមានសតិល្អច្រើនហើយបានកែប្រែខ្លួនឯងពីតោសៈកិលេសច្រើនឲ្យមកនៅស្រាលមកដល់ពេលនឹងបានលោកគ្រូពីមុននេះខ្ញុំជាមនុស្សកាយលោកគ្រូកាយហួងហែងហើយយកការស្រឡាញ់ដោយតណ្ហានឹងមករស់នៅមកបប្រតិបត្តិក្នុងជីវិតរាល់ថ្ងៃទើបធ្វើឲ្យការបែកបាក់ក្នុងគ្រួសារវាកើតឡើងអញ្ចឹងលោកគ្រូតែពេលនេះខ្ញុំបានយល់ច្បាស់ពីជីវិតមួយនេះគឺថាសូមអរគុណលោកគ្រូខ្លាំងណាស់ដែលលោកគ្រូបានផ្ដល់មេរៀនល្អៗឲ្យនាងខ្ញុំហើយคลิปមួយដែលនាងខ្ញុំបានស្ដាប់លោកគ្រូគឺคลิป
បើគ្មានអ្នកណាស្រឡាញ់យើងត្រូវស្រឡាញ់ខ្លួនឯងយើងក៏បោះបង់ចោលខ្លួនឯងឃ្លីបនឹងនៅពេលដែលខ្ញុំស្ដាប់ហើយគឺខ្ញុំមានកម្លាំងចិត្តព្រឹសក្នុងការបន្តដំណើរជីវិតនាងខ្ញុំក្នុងការរស់នៅបច្ចុប្បន្នលោកគ្រូហើយការនឹងបើសិនជាសម្រាប់ខ្លួនមិនដឹងជាខ្ញុំចាអស់ហើយលោកគ្រូប៉ុណ្ណឹងឯងគឺសូមថ្លែងអំណរគុណគាត់តែប៉ុណ្្នឹងឯងចាហើយសូមអរគុណលោកគ្រូខ្លាំងមែនទែនដែលបានផ្ដល់នៅមេរៀនពិតចាដល់នាងខ្ញុំឲ្យការអប់រំខ្លួនឯងបានត្រឹមត្រូវក្នុងពេលនេះហើយក៏សូមជាប្រាប់ថានៅពេលដែលជីវិតរងទុក្ខគឺអត់បានញ៉ាំស្រាអស់សូម្បីតែមួយកំប៉ុងទេលោកគ្រូចិត្តលប់ហើយកាលណាដែលញ៉ាំស្រាទៀតគឺលប់កាន់តែច្រើនអត់បានជួយរំលែកទុក្ខទេអរគុណពធអរគុណលោកគ្រូសាស្ត្រជាដែលជាលោកគ្រូទី1ដែលបានផ្ដល់ចំណេះដឹងនិងភាពរឹងមាំឲ្យនាងខ្ញុំយកបប្រតិបត្តិក្នុងជីវិតរាល់ថ្ងៃនេះដោយការគិតត្រូវធ្វើត្រូវគ្រប់បែបយ៉ាងលោកគ្រូសូមអរគុណលោកគ្រូស្រឡាញ់លោកគ្រូជាទីបំផុតចាអរគុណច្រើនចាយើងគ្រូយើងទាំងឡាយបងថាបានចែករួចហើយទាំងការដែលជួបទុកហើយដកទុកតាមរយៈការស្ដាប់ពរបានយល់បងស្រីបានផ្ដល់តម្លៃនៅក្នុងនឹងចែករំលែករួចហើយអញ្ចឹងសូមទំនួលខុសនេះបាទលោកគ្រូប៉ែតចាយើងគ្រូប៉ែតបាទសូមសួរសំណួរឲ្យទៅបណ្ឌិតសួរថាចិត្តយើងខ្លាំងក្លាដល់ម្លឹងតើមានវិធីអីខ្លះដែលគ្រប់គ្រងចិត្តបានសូមអរគុណចិត្តដល់ខ្លាំងក្លាដល់ម្លឹងតើមានសិល្បៈវិធីសាស្ត្រអីដើម្បីគ្រប់គ្រងចិត្តបាននឹងចូលបីសំណួរចាំសូមមកសំណួរទៀតចាំបាទអូខេបងស្រីដល់មកបាទចាំថែមឲ្យទៀតបាទយើងថែមបាទតែឥឡូវសូមមកក្រោយខាងមុខបងស្រីបាទជឿបងស្រីបាទចំសំណួរតាមនោះបាទចាជាដំបូងសូមជម្រាបសួរដល់លោកគ្រូទាំងពីរខ្ញុំមានពេលឃើញលោកគ្រូនិយាយអំពីតកតងនឹងអរិយចក្រធម៌ទាំង4ហ្នឹងខ្ញុំមានសំណួរតកតងខ្លួនឯងវាថាខ្ញុំពេលមានរឿងអីមួយណាគេអញ្ចឹងពេលគេប្រាប់ពីអសរោះមកលើខ្ញុំអាពេលហ្នឹងខ្ញុំអត់មានចិត្តខឹងឬក៏អីទេយើងធម្មតាព្រោះអីយល់ថាមកពីគាត់អត់ដឹងអញ្ចឹងទៅបានជាគាត់អត់ប្រើការដោះស្រាយជាលក្ខណៈទូទៅប៉ុន្តែស្រាប់តែមួយរយៈក្រោយអាចថា 4-5 ថ្ងៃឬក៏មួយអាទិត្យក្រោយស្រាប់តែនៅលោកសុកចឹងទៅនឹកឃើញគេហើយមានចិត្តមួយខឹងហើយមិនមែនខឹងធម្មតាសង្ឃថាពេលខ្លះខឹងហើយចង់ជន់គេមកទៅហើយពេលខ្លះចង់ដល់ថ្នាក់ចង់ថាធ្វើបាបឬក៏ស្លាប់គេទៀតតែអាហ្នឹងមកពីបញ្ហាអីឬក៏យើងខ្វះខាតកន្លែងណាបានជាអខណៈចិត្តយើងទៅដល់ថ្នាក់នោះទាំងដែលពីដំបូងយើងអត់មានទាំងក្តីខឹងក្តីអីហងសំដួលខ្ញុំមានប៉ុណ្្នឹងឯងអរគុណអរគុណបងស្រីអញ្ចឹងអូប្រហែលជាសុំមកសំណួរទៀតបញ្ចប់តែម្ដងទៅដើម្បីពេលវេលារបស់យើងអញ្ចឹងសុំ5សំណួរម្ដងឲ្យបាទសូមខាងក្រោយគាត់មកមានសំណួរអីទៀតយើងមានពេលតែគាត់នឹងថាមានពីណាមានសំណួរបងហ្មងតាមកម្មของគាត់យើងសូមឲ្យយើងតាមមកខ្ញុំបានតែជួបភាគយានបាទគេសិលគ្រូក៏ដូចជាអង្គកម្មវិធីទាំងមូលតើតើនឹងសំណួរប្រហែលនឹងលោកគ្រូប៉ែតដែរគាត់ថារឿងរ៉ាវគឺកើតឡើងដោយចិត្តនេះណាបាទអញ្ចឹងខ្ញុំចង់ដឹងថានៅពេលអាលើចិត្តដើម្បីទៅគ្រប់គ្រងចិត្តហ្នឹងអានឹងគេហៅអីនេះបាទហើយវាធ្វើការបែបណានេះណាបាទពីព្រោះយើងថាប្របាក់ចិត្តហ្នឹងវាប្របាក់ចិត្តមិនដឹងថាធ្វើម៉េចឲ្យវាឈប់ប្របាក់យើងចង់ដឹងថាអា level លើចិត្តហ្នឹងគឺជាស្អីគេនេះអានឹងទី1ទី2ដូចស្ដាប់លោកគ្រូសំសម្បត្តិគាត់និយាយថាតកតនឹងបញ្ញាអញ្ចឹងខ្ញុំនៅដោយសារខ្ញុំខ្វះបញ្ញាបានសំបីតពាក្យបញ្ញាក៏អត់ទាន់យល់ថាតើនៅពេលដែលចូលដល់កម្រិតបញ្ញាហ្នឹងឯងទៅដល់អរិយសង្ឃបុគ្គលឬមួយថាត្រឹមបឋិជនយើងហ្នឹងគឺមានបញ្ញាដែរឬមួយយ៉ាងម៉េចនេះបាទតកតងចំណុចហ្នឹងហើយធ្វើការរបៀបបញ្ញាហ្នឹងធ្វើការបែបណានេះណាបាទសូមបច្ចុប្បន្នបាទអរគុណចា៎អរគុណអញ្ចឹងសូមធ្វើការបិទសំណួរបន្តិចដើម្បីកុំឲ្យវាមិនយើងភ្លេចសំណួររបស់បងអញ្ចឹងបាទជួយបាទបងបញ្ចូលទៀតទៅបែរជា200សំណួរបើអ្នកសូមឆ្លើយតែ5សំណួរដែលសំខាន់ហ្នឹងបាទគឺលោកគ្រូអញ្ចឹងសូមក្រុមអញ្ជើញលោកគ្រូធម្មឌិតមុនបាទសំណួរបងអូនទី1ថាផឹកស្រាម្ដងមួយកាលវាល្មិចដែរខុសអីខុសវាមាន2ទី1បើយើងគិតនៅក្នុងសង្គមវាអត់មានខុសអីទេច្បាប់ណាហ្នឹងច្បាប់សង្គមមិនមានខុសអីទេកុំឲ្យតែពេលបើកបរអីគឺផ្លុំទៅវាចេញកុំឲ្យទៅប្រព្រឹត្តអំពើហិង្សាអីផ្សេងទៅផឹកដេកទៅវាគ្មានស្អីទេច្បាប់ក្នុងសង្គមមិនមានបញ្ហាអីទេអានោះហ្នឹងប៉ុន្តែបើនៅក្នុងសិលតិចក៏ដោយម្ដងមួយកាលក៏ដោយឲ្យតែផឹកគឺប៉ះពាល់សិលហើយ
chẳng á bà ai mùi tiết nơi bê để chặt khăn cao lớn hay có miền cao rồi lực đăng thà nên chỉ chặt khăn chẳng ấy là ngày nó không chặt về miền buôn chiết về miền cọ sò là chiết cọ sò là chiết vì bạ cái chiết nó kê để già chiết chẳng lâu bê đã rồi lực đăng khơi tô rồi bỏ chặt khăn vì miền tây cọ sò là chặt để cao lớn tự đằng những chặt nóประกอบได้เป็นnhà tiệt này chẳngដូច្នេះគណៈចិត្តខឹងវាជាអកុសលក៏ប៉ុន្តែនៅពេលដែលឃើញទោសនៃការខឹងគឺជាកុសលហ្នឹងប៉ុណ្្នឹងឯងហើយសំណួរបន្តទៀតលោកគ្រូពេទ្យឯខាងក្រោយថាចិត្តខ្លាំងប៉ុណ្ណឹងមានអីសម្រាប់គ្រប់គ្រងចិត្តការដែលគ្រប់គ្រងចិត្តបានគឺទី1គឺត្រូវតែយល់ដំណើរចិត្តគឺទល់តែយល់ដឹងអំពីចិត្តហើយនៅពេលណាដែលយល់អំពីចិត្តហើយទៅសតិធ្វើការលើចិត្តនោះដូចជានៅក្នុងសតិប្បដ្ឋានវិបស្សនាចិត្តតានុបស្សនាហ្នឹងគឺស្គាល់ចិត្តកើតមុខមិនក៏ស្គាល់វាទាំងអស់បានគ្រប់គ្រងវាបានដូចយើងគ្រប់គ្រងចំនួនអញ្ចឹងណាបើយើងអត់ស្គាល់រឿងរ៉ាវក្នុងហ្នឹងទេយើងគ្រប់គ្រងអត់បានទេចិត្តដូចគ្នាបើមិនយើងមិនដឹងថាចិត្តកំពុងតែថ្នាក់ខឹងក្រោតនឹងជាចិត្តអីផងកំពុងតែជាប់ជាពាក់ស្អិតនឹងជាចិត្តអីផងកំពុងចំណែននឹងជាចិត្តអីផងយើងស្គាល់វាអត់ច្បាស់ទៅគ្រប់គ្រងវាអត់បានវាគ្រប់គ្រងយើងវិញហើយនៅពេលណាដែលមនុស្សធ្វើតាមអំណាចចិត្តនឹងទៅធ្វើអំពើអាក្រក់អីផ្សេងឬក៏មួម៉ៅក្តៅកាហាយលំដងលំណាងអីផ្សេងមានន័យថារស់ក្នុងអំណាចចិត្តដែរហ្នឹងអញ្ចឹងបានមានពាក្យមួយព្រះអង្គត្រាស់ថាមនាភិក្ខុទាំងឡាយចូលកុំរស់ក្នុងអំណាចចិត្តចូលទុកចិត្តក្នុងអំណាចខ្លួនប៉ុន្តែបុគ្គលដែលអាចទុកចិត្តក្នុងអំណាចខ្លួនបានទី1គឺស្គាល់ដំណើររបស់ចិត្តច្បាស់ទី2គឺមានសតិនឹងជាគ្រឿងឃុំក្រងអញ្ចឹងណាដូចជាមានពាក្យថាទោះចិត្តប្រកបដោយទោសៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយទោសៈចិត្តប្រកបដោយរាគៈជាប់ចម្ពាក់ហ្នឹងក៏ដឹងច្បាស់ថាចិត្តប្រកបដោយរាគៈដោយសេចក្តីថាវាជាធម្មជាតិកើតពីបច្ច័យមិនមែនលើយើងទេប៉ុន្តែការច្រឡំរបស់ពុទ្ធជននឹងចេះតែយល់ថាខ្លួនយើងជាអ្នកប្រកែណាប្រកែយ៉ាងនេះប្រកែយ៉ាងនោះបន្ទាត់ពិតមិនដឹងថាធัวទាំងឡាយកើតពីបច្ច័យនឹងអញ្ចឹងត្រូវតែរៀនដោយយើងធ្វើពេទ្យនឹងរៀនយូរមុំតែចាក់ថ្នាំចូលនោះនឹងគាត់ណាបតោកសរោមនឹងក៏ត្រូវរៀនដែរមែនទេវះកាត់នឹងក៏ត្រូវរៀនដែរអានឹងរូបធម៌ផងណាជាផ្នែករូបឯនោះរៀនហើយចិត្តកពីធម្មជាតិល្អិតរឹតតែត្រូវរៀនអញ្ចឹងបាននៅក្នុងពុទ្ធសាសនានេះព្រះអង្គថាដូចមហាសមុទ្រអញ្ចឹងជ្រាលជ្រៅមិនមែនដូចយើងមើលពីក្រៅនឹងជាថាយើងចេះហើយពាក្យកម្មផលហ្នឹងនិយាយគ្រប់តែគ្រាបើគ្មានយល់អីទេអត់រៀនហ្នឹងហើយនៅជួនកាលធ្វើតែល្អធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធ្វើបន់ញឹកជួបរឿងអីមិនស្រួលខឹងបន់ទៀតមិនយល់ហ្នឹងឯងបាទអញ្ចឹងឆ្លើយអញ្ចឹងបានប៉ុន្តែត្រូវរៀនដូចយើងចង់ទៅចិញ្ចឹមគោអត់ដឹងគោស៊ីអីតែចិញ្ចឹមគោបានទេអត់ទេកុំថាឡើយចិញ្ចឹមតែចរិតអត់ដឹងចរិតស៊ីអីចាំបានទេហើយតែយើងចាំយើងចង់អប់រំចិត្តអត់ដឹងចិត្តស៊ីអីផងដឹងចិត្តស៊ីអីដែរណាដឹងចិត្តស៊ីអីហ្នឹងអត់ដឹងអាហារចិត្តហ្នឹងចិត្តវាទៅបរិភោគអារម្មណ៍ណាជាអបជិចអារម្មណ៍6នេះមានរូបសម្លេងក្លិនរសផតថាពៈដឹងទីតាំងរបស់ចិត្តវាកើតតាណាវាទល់តែដឹងដំណើររបស់វាណាតែបើខ្ញុំឆ្លើយសរុបបានថាដើម្បីអប់រំចិត្តបានទី1ត្រូវយល់ពីដំណើររបស់ចិត្តដោយការសិក្សារៀនសូត្រពីចិត្តទី2ត្រូវចម្រើនរឿយដោយការចម្រើនសតិរលឹកដឹងហ្នឹងហើយទៅជាបច្ច័យឲ្យកើតបញ្ញាហ្នឹងហើយសំណួរបងអូនស្រីខាងនេះថាមានពេលថាឲ្យចឹងទៅដូចមិនខឹងអីផងដល់យូរគិតម្ដងខឹងវិញចង់ដាក់វិញផងតាមពិតវាមិនប្រកាសថាពេលហ្នឹងបងអូនមានមេត្តាអីទេគ្រាន់តែវាខឹងមិនតាន់តែប៉ុណ្ណោះវាមិនតាន់សមមកចិត្តខឹងនឹងគ្រប់ណាអញ្ចឹងបានព្រះអង្គសម្ដែងពីហេតុរបស់វាដែលនាំឲ្យកើតពៀក្នុងចិត្តហ្នឹងវាកើតពីការចំណែនការស្អប់ការហួងហែងនិងការកំណាញ់ហ្នឹងវាកើតពីស្រឡាញ់ស្អប់អាស្រឡាញ់ស្អប់នោះវាកើតពីការត្រេះរិះអញ្ចឹង
ដែលវាអត់អីផងមកដេកគិតមកពីការត្រេះរិះឃើញទេត្រេះរិះមិនវាថាអញចឹងឃើញទេវាមានគេវាមានអញប៉ុន្តែបើមានសតិប្បដ្ឋានបដិបត្តិវាអត់មានគេមានអញទេបើថាចិត្តលឺវាមានតែត្រឹមចិត្តលឺហើយរលត់ទេបាត់អត់មានគេនៅក្នុងហ្នឹងទេគ្មានអ្នកថាណាហោះចូលទៅជាយើងភ្លុកអត់ដូចនិយាយពីពាក្យសម្ដីរបស់អ្នកដតីខ្យល់សុទ្ធមែនទេខ្យល់សុទ្ធបើដូចនំប៉័ងឯងបានចូលក្នុងពោះខ្លះហើយបើនិយាយត្រឹមតែពាក្យគេខ្យល់សុទ្ធហ្នឹងហើយអញ្ចឹងបាននៅក្នុងសតិប្បដ្ឋានវិបស្សនាហ្នឹងគឺរលឹកដឹងអាទ្វា6ហ្នឹងមនុស្សដែលអស្ចារ្យបំផុតក្នុងโลกហ្នឹងព្រះអង្គសម្ដែងក្នុងគាថាមួយព្រះអង្គសួរថាកੰសអភិតបតីរាជាតើបុគ្គលដូចម្ដេចដែលឈ្មោះថាបរិជាធំជាងគេមានន័យថាជាបុគ្គលដ៏អស្ចារ្យជាងគេក្នុងโลกធំជាងគេក្នុងโลกហើយអ្នកខ្លះក៏ចេះតែឆ្លើយជាថាអញ្ចេះថាអញ្ចោះទៅប៉ុន្តែធាតុពិតព្រះអង្គចង់សម្ដៅសេចក្តីថាឆាត់ទ្វារាធិបតីរាជាបុគ្គលដែលជាអធិបតីធំលើទ្វារទាំង6បានទៅជាបុគ្គលធំមានន័យថាអារម្មណ៍ដែលចូលមកតាមទ្វារភ្នែកក៏ដោយទ្វារតិចក៏ដោយច្រមុះក៏ដោយវាមិនរំខានផ្លូវចិត្តកើតហ្នឹងមានសតិជាគ្រឿងឃុំគ្រងគឺថារូបមកដល់ភ្នែកហ្នឹងត្រឹមប៉ុណ្្នឹងឯងអត់មាននាំបញ្ហាញ៉ៃដល់ផ្លូវចិត្តទេហ្នឹងហើយអញ្ចឹងបើខ្ញុំប្រៀបដូចសតិហ្នឹងដូចជាប៉ូលីសព្រំដែនអញ្ចឹងហ្នឹងឬក៏ប៉ូលីសអន្តោប្រវេសន៍កន្លែងគេឆែកសមុទ្រយន្តហោះដែលជាយន្តហោះចុះទៅប្រទេសផ្សេងហ្នឹងឬក៏ឧទាហរណ៍ចុះមិនដែលចុះទៅក៏ដោយយើងទៅពីណាមិនសំខាន់ទេប្រទេសដែលទទួលភ្ញៀវមកពិភពលោកគេអត់បានទៅប្រាប់ថាមានតែភ្ញៀវត្រឹមត្រូវភ្ញៀវល្អបានឲ្យចូលទេអត់ឯងមកក្នុងលក្ខណៈអីក៏មិនអីដែរប៉ុន្តែមកដល់ហ្នឹងឯងត្រូវតែ scan នៅអីវ៉ាន់ហ្នឹងមែនទេឆែកគ្រប់ភ្ញៀវល្អភ្ញៀវមិនល្អឆែកទាំងអស់អាណាមិនល្អទៅដាក់ម្ដុំហ្នឹងហើយបើយករបស់មិនល្អដូច heroin អីចូលទៅស្រុកគេអាហ្នឹងក៏គេមិនឲ្យចូលស្រុកដែរដាក់ម្ដុំដូចគ្នាសតិដែល scan នៅតាមទ្វារភ្នែកតិចច្រមុះអណ្ដាតកាយហ្នឹងអាណាមិនល្អតម្លាក់ទុកម្ដុំអត់ឲ្យចូលទៅដុតផ្លូវចិត្តទេហ្នឹងតែអាចដល់ចំណុចហ្នឹងទៅបានត្រូវតែសិក្សាពីដំណើររបស់ចិត្តដែលវាប្រព្រឹត្តទៅតាមទ្វារ6ហ្នឹងព្រោះការកើតទុកទាំងអស់សុខទុកទាំងអស់អត់មានសុខទុកណាចូលទៅដល់ផ្លូវចិត្តយើងក្រៅពីទ្វារភ្នែកដែលឃើញតិចឮច្រមុះធំក្លិនរសជាតិតាមអណ្ដាតហើយនឹងកាយដែលដឹងផតថាពៈហ្នឹងហើយនឹងតាមការគិតតាមមโนទ្វារនោះឯងហ្នឹងហើយពុទ្ធឲ្យយើងគ្រប់គ្រងហ្នឹងអត់មានគ្រប់គ្រងរឿងខាងក្រៅទេគ្រប់គ្រងខាងក្នុងនេះកាលណាចិត្តគ្រប់គ្រងបានល្អហើយសេចក្តីសុខនឹងមានដោយពាក្យព្រះអង្គថាចិត្តតាំងគុតតាំងសុខាវហੰគ្រប់គ្រងចិត្តបាននាំមកនូវសេចក្តីសុខចិត្តតាំងតន់តាំងសុខាវហੰទូនមានចិត្តឲ្យចិត្តនឹងស្ដាប់បង្គាប់យើងវិញយើងមិនមែននៅក្នុងអំណាចចិត្តទេឲ្យចិត្តនឹងវាស្ដាប់បង្គាប់យើងវិញរស់នៅដោយសេចក្តីសុខហ្នឹងអញ្ចឹងបានធัวទាំងឡាយនៅក្នុងโลกនេះព្រះអង្គនិយាយទៅមានតែ6គឺភ្នែកតិចច្រមុះអណ្ដាតកាយចិត្តជាដែនកំណត់ដែលយើងអាចគ្រប់គ្រងបានរីឯមាត់អ្នកដតីគំនិតអ្នកដតីការលើកឡើងរបស់អ្នកដតីវាហួសព្រំដែនដែលយើងគ្រប់គ្រងបានប្រៀបដូចជាប៉ូលីសអន្តោប្រវេសន៍នៅប្រទេសមួយគឺអាចត្រួតពិនិត្យតែនរណាដែលចូលមកក្នុងប្រទេសទេមិនអាចទៅត្រួតពិនិត្យនៅក្នុងប្រទេសអ្នកដតីទេណាយើងធ្វើការទៅក្នុងប្រទេសយើងអញ្ចឹងរាងកាយរបស់យើងជានគរមួយហៅថានគរកាយនគរកាយហ្នឹងមានទ្វារ9ខាងលើនេះ7ខាងក្រោម2ទៀតហ្នឹងហើយនឹងមានស្ដេចមួយគ្រប់គ្រងហៅថាប្របាទចិត្តរាជចិត្តយើងហ្នឹងហើយមានមន្ត្រី52នាក់ចែកជា3បកក្នុងហ្នឹងដែលហៅថាចេតសិកមានអញ្ញសមានាចេតសិក13អកុសលចេតសិក14សោបនៈចេតសិក25ណាសោបនៈចេតសិកហ្នឹងប្រៀបដូចជាមន្ត្រីបកល្អហើយអកុសលចេតសិក14ប្រៀបដូចជាមន្ត្រីបកខូចហើយអញ្ញសមានាចេតសិក13ដូចមន្ត្រីដែលយ៉េះដូចជាសុកកៅសៅកៅអាណាខ្លាំងចូលអាហ្នឹងអញ្ចឹងហ្នឹងហើយស្ដេចហ្នឹងអញ្ចឹងហើយបើស្ដាប់ការញុះញង់របស់មន្ត្រីអាក្រក់ប្រកាសជាកាត់ក្តីខុសហើយនឹងសម្រាប់ការងារខុសហើយបើមានមន្ត្រីល្អច្រើននៅជុំវិញប្រកាសជាធ្វើការងារបានល្អនេះក្នុងនគរកាយតិចទៅសម័យណានោះហ្នឹងហើយនេះខ្ញុំនិយាយពីនគរកាយក្នុងនគរកាយយើងហ្នឹងយើងកុំថាខ្ញុំមិនមែនអ្នកគ្រប់គ្រងអីផងទេម្នាក់ស្ដេចដែលមានចិត្តដូចជាស្ដេចតែគ្រប់គ្រងកាយហ្នឹងឲ្យបានល្អហ្នឹងហើយបើគ្រប់គ្រងមិនបានល្អវាកើតទុកនឹងឯងហ្នឹងហើយអស់ហើយណា
មួយទៀតឯណោះ បាទ រឿងមានស្អីដែលគ្រប់គ្រងហ្នឹងដូចជាឆ្លើយខាងមុនហ្នឹងហើយគឺត្រូវតែហ្នឹងបាទហ្នឹងហើយគឺបាទឆ្លើយហើយតា ឆ្លើយជូនហើយ បាទ បងប្រុសនៅគ្រប់នៅចម្លើយទទួលបានទេបងប្រុសសំណួរក្រោយគេមិញនៅថែមបន្តិចទៀតណាទៅលោកគ្រូមានទៅលោកគ្រូសម្បត្តិមកបាទនៅបញ្ញាបាទ ការពិតមិញពាក្យបញ្ញាហ្នឹងលោកគ្រូធម្មបណ្ឌិតបកស្រាយច្បាស់ជាងបញ្ញាចេះអ៊ំពូមីងបងប្អូនអាចឃើញវាគ្មិនលោកគ្រូធម្មបណ្ឌិតកាន់ស្ដាំនិយាយណាទៅពេលខ្ញុំនេះកាន់ឆ្វេងនិយាយមានន័យថាលោកគ្រូប្រើដៃស្ដាំខ្ញុំប្រើដៃឆ្វេង ប៉ុន្តែខ្ញុំនេះក៏កាលពីនៅពីតូចអ៊ំគាត់ចេះតែបខំថាឆ្វេងកងៅហ្នឹងវៃដៃវៃរហូតដល់ថាលែងហ៊ានកាន់បិចដៃឆ្វេងមកកាន់ដៃស្ដាំទៅសេអញ្ចឹងរាល់ថ្ងៃប្រើដៃស្ដាំនឹងបាន2ទី1ហូបបាយទី2កាន់បិចទៅសេក្រៅពីនឹងឆ្វេងទាំងអស់ដោយសារធម្មជាតិឆ្វេងប៉ុន្តែសួរថាចុះមិនបានជាធម្មជាតិនឹងមានប្រើស្ដាំប្រើឆ្វេង ក្នុងលោកនេះអ្នកប្រើឆ្វេងមានប្រហែលតែ 12% ទេ100អ្នកមានតែ 12 អ្នក 88 អ្នកទៀតប្រើស្ដាំមានយូរមានមួយប្រើឆ្វេងក៏បានត្រាំក៏បានហ្នឹងប៉ុន្តែងាយជួបទេតិច 1000 អ្នកមានម្នាក់2នាក់អីចឹងទៅហើយដល់ពេលលោកគ្រូសួររឿងអាចលោកគ្រូពេទ្យមួយសួរចិត្តខ្លាំង លោកគ្រូពេទ្យមួយទៀតសួររឿងបញ្ញាណាបងប្អូនសួររឿងបញ្ញាអញ្ចឹងបាទសួររឿងបញ្ញាអញ្ចឹងខ្ញុំសូមឆ្លើយក្តោបគ្នាហ្មងហ្នឹងការពិតពាក្យថាចិត្តខ្លាំងមានអីខុសបើវាខ្លាំងរឿងត្រូវកាន់តែល្អដែរគេបន់ឲ្យតែខ្លាំងហ្នឹងបាទឧទាហរណ៍ថាមិញលោកគ្រូលើករឿងកុសលអកុសលបើវាខ្លាំងខាងកុសលបន់ឲ្យវាខ្លាំងទៅប្រឹងថែមទៀតទៅរឹតតែខ្លាំងរឹតតែល្អតា តែបើខ្លាំងនឹងអកុសលអត់ទេដកចេញហ្នឹងមិនត្រឹមតែងាប់គេតែខ្លួនឯងងាប់ដែរខ្លាំងតែងាប់ខ្លួនឯងហ្នឹងអញ្ចឹងប្រហែលជាលោកគ្រូសំដៅលើខ្មែរយើងឲ្យតែពាក្យចិត្តខ្លាំងបើយើងសំដៅលើឆេវឆាវហ្នឹងហើយបាទឆេវឆាវឆាប់ខឹងហ្នឹងហើយណាគេប្រើហិង្សាអីចឹងគាត់ថាលោកគ្រូចេះបណ្ណាក៏ដោយវានៅតែមានរឿងដែលយើងមិនចេះនឹងច្រើន ហើយនៅពេលដែលយើងខឹងហ្នឹងអាចថាទី1ខឹងមកពីយើងមិនចេះទី2ខឹងមកពីយើងមិនយល់ហ្នឹងមិនយល់ពីគេហើយបងប្អូនដែលសួររឿងបញ្ញាបងណាអ្នកសួររឿងតួបញ្ញាអាការយល់ហ្នឹងការពិតនៅក្នុងទី1ឯងនៅកន្លែងបញ្ញាលោកគ្រូហ្នឹងហេព្រោះដែលអ៊ំពូមីងអាចនេះពេលយើងទៅរៀនរឿងអថង្គកមៈ សិលសមាធិបញ្ញាអញ្ចឹងបញ្ញា2អញ្ចឹងមានន័យថាទី1គឺយល់ហើយទី2គិតហ្នឹងអញ្ចឹងបើសិនជាវាឆេវឆាវធ្វើអីទៅពីទៅពីហ្នឹងមានន័យថាមកពីយល់វាខុសគិតវាខុសហើយបើសិនជាយើងយល់ត្រូវគិតត្រូវវាអូខេហើយបើសិនជាបងប្អូនប្រុសសួរrằngបញ្ញាហ្នឹងវាបោះសិតតែបោះព្រះឬបោះអ្នកដែលប្រាជ្ញកំពូលមែន ថាការពិតអត់ទេឲ្យតែយើងដឹងថាសេចក្តីពិតដឹងថារឿងហ្នឹងវាពិតវាច្បាស់ដឹងច្បាស់បញ្ញាហើយបើមិនដឹងអត់បញ្ញាអញ្ចឹងបានយើងគេឲ្យយើងរៀនយកចំណេះដឹងហើយខ្ញុំធ្លាប់ស្ដាប់ធម្មទេសនារបស់ដែលបដិជគុណពិនសែមលោកថាបញ្ញាគឺចំណេះដឹងមានចំណេះដឹងកាន់តែច្រើនមានបញ្ញាច្រើនណាហ្នឹងប៉ុន្តែយើងដោយសារតែលឺសូរបញ្ញាយើងចេះគិតថាអាហ្នឹងបែបឆ្លាតជាធម្មជាតិមកហ្មង អូមនុស្សហ្នឹងកើតប្រាច់មកឆ្លាតមកអត់មាននៅមកអាណាសោះក៏ឆ្លាតដែរអត់ទេហ្នឹងរៀនច្រើនបានមានបញ្ញាច្រើនស្វែងយល់ច្រើនបានមានបញ្ញាច្រើនដូចលោកគ្រូធម្មបណ្ឌិតចឹងណាបើយើងនិយាយពីរៀននោះមិនដឹងថាជ្រុំយ៉ាងណាទេរហូតដល់ស្អីក៏នឹកឃើញមកចេញបាលីផងសង្ស្ក្រឹតផងបកស្រាយមកជាភាសាខ្មែរផងមានឥឡូវទៅជាភាសាអង់គ្លេសទៀតហើយយើងនេះគ្រាន់តែនិយាយតែភាសាខ្មែរយើងហ្នឹងមិនចឹងពិបាកយល់ទៀតឧទាហរណ៍ឥឡូវខ្ញុំសូមបញ្ចប់ត្រឹមពាក្យចិត្តចោះហ្នឹងហើយការពិតចិត្តប្រហែលជាយើងមានពេលខ្លះយើងលឺសូរចិត្តយើងទៅពិបាកយល់តែ
នៃមួយទៀតដែលមាននៃដូចនឹងចិត្តហ្នឹងគឺគំនិតហ្នឹងហើយអញ្ចឹងបានខ្មែរយើងពេលខ្លះលោកខ្លាចច្រឡំលោកប្រើពាក្យថាចិត្តគំនិតហ្នឹងអញ្ចឹងបើលោកគ្រូថាចិត្តលោកគ្រូអាចថាគំនិតបានតាហ្នឹងហើយព្រោះចិត្តគំនិតហ្នឹងនៃដូចតែគ្នានឹងតែមួយហ្នឹងបាទគ្រាន់តែប្រហែលជាចិត្តអាចថាបល័យទៅឲ្យគំនិតខ្មែរយើងគ្រូនោះហ្នឹងហើយប៉ុន្តែការពិតនៃតែមួយតាអញ្ចឹងយើងឧទាហរណ៍ថាខ្លាំងឬខ្សោយវាស៊ីសងលើគំនិតរបស់យើងតាហ្នឹងហើយធួគំនិតបានមកពីណាគំនិតមកបានពីការរៀនសូត្រណាបានមកពីការរៀនសូត្រសន្សំអីបាននឹងយើងឧទាហរណ៍ថាយើងសន្សំតែចំណេះដឹងល្អគំនិតយើងទៅតែផ្លូវល្អតែដល់ទៅពេលយើងដែលទៅសន្សំទៅរឿងអាក្រក់ខ្សែគប់ទៅរឿងអាក្រក់មកមានតែគំនិតអាក្រក់ឃើញហើយគំនិតអាក្រក់អ្នកខ្លះថាគំនិតអាក្រក់ខ្លះថាចិត្តអាក្រក់តែពិតចិត្តអាក្រក់និងគំនិតអាក្រក់ទៅមួយហើយគំនិតល្អចិត្តល្អទៅមួយហ្នឹងហើយអញ្ចឹងគ្រាន់តែឲ្យដែលលោកគ្រូដែលជាម្ចាស់សំណួរយល់បន្ថែមប៉ុណ្ណឹងបាទសូមអរគុណបាទសូមអរគុណលោកគ្រូទាំងពីរដែលបានចែករំលែកនៅបទពិសោធន៍ក៏ដូចជាឆ្លើយទាំងសំណួរបើជាបងទាំងអស់គ្នាបានទទួលនៅសំណួរនឹងហើយអញ្ចឹងខ្ញុំសល់5នាទីចុងក្រោយមិនមែនជាសំណួរគឺជាការបញ្ចប់របស់លោកគ្រូទាំងពីរជាអនុសាសន៍នៃការផ្ដល់ដោយដែលលោកគ្រូទាំងពីរបានឃើញហើយថានៅក្នុងសង្គមបច្ចុប្បន្នយើងមានការផ្សាយមាន channel ផ្ទាល់ខ្លួនអ្នកខ្លះគាត់ដល់យើងបើកមកគឺថាសំឡេងគេហៅថាក្តៅក្រហាយគឺចូលពេញនៅបណ្ដាញសង្គមនឹងបាទដូច្នេះហើយគឺថាជាពេញនិយមណាស់បាទបើកឡើងមកគឺមិនមែនសម្បូររឿងទេសនារឿងធម្មទានសម្បូរបែបឲ្យយើងទៅរស់ទេគឺភាគច្រើនដែលយើងក៏លេខឃើញទៀតប្រធាននៃសង្គមបច្ចុប្បន្នហើយអានឹងវាមិនមែនប៉ះតែនៅក្នុងបងប្អូនដែលចាស់ទុំនេះទេក្មេងៗដែលមាន iPhone ដែល smartphone ហ្នឹងគឺទី1ឲ្យបានឃើញហើយអ្នកក្មេងៗខ្លះក៏យកអានឹងមកធ្វើជាឧទាហរណ៍បាទជាមួយនឹងបងប្អូនមិត្តភក្តិដល់ឪពុកម្ដាយទៀតដូច្នេះតើអនុសាសន៍អ្វីដែលលោកគ្រូនឹងផ្ដាំផ្ញើនៅក្នុងវេទិកានេះនៅក្នុងសិក្ខាសាលានៅក្នុងពេលរសៀលនេះជូនទៅដល់ឋានៈជនដែលមិនបានស្ដាប់បានមកទទួលយកហ្នឹងអញ្ចឹងក៏សូមជូនទៅលោកគ្រូទាំងពីរបាទជាពិសេសគឺលោកគ្រូធម្មបណ្ឌិតសានុជានិងលោកគ្រូសំសម្បត្តិផ្ដល់ជាអនុសាសន៍ខ្លីផ្ញើសារអ្នកដែលមិនបានមកស្ដាប់នៅទីនេះប្រសិនបើកលេចមើលអ្នកស្ដាប់ទីនេះយល់ទេបងប្អូនអរគ្នាយល់ខ្លះណាបើយល់ខ្លះនៅខ្លះត្រឡប់ទៅវិញបន្ថែមទៀតបានអត់បាទបន្ថែមបាទដឹងថាអាចខ្លឹងបានថាទឹកមុខនិងស្នាមញញឹមក្នុងចិត្តបងប្អូនអរគ្នាខ្ញុំអាចខ្លឹងបានតាមបទពិសោធន៍ថាមានសំណួរច្រើនរាប់សិបសំណួរទៀតចង់សួរលោកគ្រូចង់ឆ្ងល់ចង់បង្ហាញបាទអញ្ចឹងយ៉ាងណាមិញគឺអានឹងសិតតែចិត្តដែរធ្វើម៉េចឲ្យទីបញ្ជាការដ្ឋាននៃចិត្តរបស់យើងនេះគឺថាម៉ោងប៉ុណ្ណឹងយើងគ្រប់ប៉ុណ្ណឹងសិនចាំទៅដល់ទៀតថែមទៀតបងប្អូនណាបាទថែមទៀតចោះតែបន្ថែមទៀតចឹងទេពេលវេលានេះក៏គួរជូនទៅលោកគ្រូទាំងអស់6នាទី3នាទីម្នាក់សម្រាប់បណ្ដាំផ្ញើនៅអនុសាសន៍ល្អៗបាទសូមក្រុមជើញលោកគ្រូបាទសូមមុនលោកគ្រូធម្មបណ្ឌិតដើម្បីទុកឲ្យលោកគ្រូថ្លែងឲ្យបិទតែម្ដងហ្នឹងហើយនិយាយទៅគឺនៅក្នុងពិភពលោកយើងនេះអាចមានគ្រោះថ្នាក់គេហៅថាគ្រោះថ្នាក់ផ្លិចអក្សរហើយនឹងមិនចេះអក្សរឥឡូវនេះអាគ្រោះមិនចេះអក្សរហ្នឹងមិនជាបញ្ហាធំទេប៉ុន្តែបញ្ហាផ្លិចចេះហើយផ្លិចបាត់ដោយសារអីក៏ដោយសារយើងអត់បានជ្រើសរើសយកការអានមកជាមូលដ្ឋានសំខាន់ទេយើងចេះតែរើសយកអូហ្នឹងហើយបើមិនជាយើងគិតថាអ្នកដែលតម្រាំคลายមកជាបណ្ឌិតដោយលោកគ្រូអញ្ចឹងគឺពឹងអង្គ4សំខាន់យើងហៅថាសុចិពលិអង្គ4សំខាន់ប៉ុន្តែយើងរាល់ថ្ងៃនេះយើងឃើញថាឲ្យតែយើងទៅបណ្ដាញសង្គមជាទូទៅគឺយើងនៅតែមួយទេគិតតែពីស្ដាប់ហើយមិញសូម្បីតែប្អូនសុភាពអ្នកសម្របសម្រួលក៏នៅតែស្ដាប់តែបានតែសុចេះដឹងថាអត់ទេជួនកាល5ម៉ោងវិញដែលនេះផងមកដែលលឺតាណាទៅតានឹងអាណាអត់ទៅអញ្ចឹងមានន័យថាបានតែសុទេហ្នឹងចេះបុលិហ្នឹងអត់ទេបាត់3បាត់ហ្នឹងសុំទោសមិនថាឲ្យបងអូនទេណាហ្នឹងប៉ុន្តែដើម្បីឲ្យយើងមានប្រាជ្ញាដែលអាចអប់រំទាំងកាយទាំងចិត្តបានហើយពេលខ្លះយើងគិតថាប្រហែលជាអប់រំដល់ផ្លូវចិត្តបានហើយតែកាយក៏ត្រូវអប់រំដែរ
cái cả trâu ấp rùm này chân dương mơ on tầng buôn nè đại ta tua sủng khăn hay bờ thân chỉ dương nơi tập bưng thờ rương ô nó cứ tha dương phía chớn phơ ban tầm mùi ọt bay tiền hay bay nó bờ cất tới tí bún nè đại ca contra ca từ c ca ấy nó ca mưa ca tinh như vậy chăm nó sầm khăn chiêng ấy đi sầm khăn chiêng này chân ông mai thật nhom màu chân cứ nhom tự trâu lĩa thôi bộ ọt ang ban đi lúc cũ giấy phần năng mình không biết đây vào bạ trăm tranh cho phịch ở lì phịch bản tại bờ sân chỉ cọt tụng chứ hơi tính rùa chẳng chân cứ tha sông bằng piêu này chứ tha bờ trong ấp rum luôn nói lọ bờ sao chưa rư ao việc pin lẹ cả nè nè chứ cùng trong pin hai thưa hưởng cả la cả hết nè ta thưa cả la cả hết ấp pin gì việc ban là cả la nè ngày ban pin thì hai pe class tập tô tiết đó nhom đầu riêng đó là hôn phải đừng người trẻ ấy phò riêng mày trẻ vào trẻ riêng phò đào pe là riêng trẻ mà bị trẻ riêng trong cao gì món riêng có tha riêng mình châu đào pe riêng mình châu lên châu riêng vào đầu nắng chọc chia thả bổ và chân chun vẽ mình chọc chun từ lực ru thom mình đất mà nè chỉ cách trồng còi sầm rạp ngày nắng xem trong về nhảy bịaปัญญา để dừng pra tịch đại nè ô ปัญญา bờ dừng vô tam này đào rồi bỏពុទ្ធតែព្រះអង្គប្រើគឺយើងប្រើសម្រាប់តែសោបនៈធម៌ទេណាគឺជាបញ្ញាដែលកើតនៅក្នុងសោបនៈចិត្តបញ្ញាអត់មានអាក្រក់ឯណាហ្នឹងហើយកើតទៅក្នុងកុសលវិបាកកិរិយាហើយយើងប្រើក្នុងសង្គមអ្នកខ្លះឆ្លាតធ្វើរឿងអាក្រក់យើងហៅថាមានបញ្ញាដែរប៉ុន្តែមែនទេណាឆ្លាតធ្វើអំពើអាក្រក់ហ្នឹងព្រះអង្គមិនហៅបញ្ញាទេណាជាលក្ខណៈ មនសិការៈបកែដូចអ្នកធ្វើអាវុធធ្វើប្រោបាយកលបោកប្រាស់ហ្នឹងក៏ឆ្លាតដែរណាឆ្លាតដែរប៉ុន្តែឆ្លាតរបៀបហ្នឹងមិនមែនជាការឆ្លាតដែលជាលក្ខណៈបញ្ញវន្តទេពាក្យថាបញ្ញវន្តប្រែថាម៉េចបងប្អូនដឹងទេបញ្ញវន្តបញ្ញានិងវន្តៈកន្លែងហ្នឹងប្រែថាមានអ្នកមានបញ្ញាដែលព្រះអង្គហៅតែមនុស្សដែលមានភាព ស្អាតបរិសុទ្ធមានគំនិតល្អល្អមិនមានគំនិតទុច្ចរិតក្នុងហ្នឹងឯងតែយើងអាចប្រើនៃទូទៅអីយ៉ាងម៉េចហើយជាចុងក្រោយគឺចង់គ្រប់គ្រងអីរៀនពីហ្នឹងចង់គ្រប់គ្រងជំនួញរៀនជំនួញហ្នឹងចង់មកធ្វើការនៅមន្ទីរពេទ្យត្រូវរៀនពី មុខវិជ្ជាកន្លែងហ្នឹងហើយបើចង់គ្រប់គ្រងចិត្តរៀនពីចិត្តចប់បាទសូមអរគុណនឹងថ្លែងល្អអរគុណមែនទែនអរគុណចំពោះលោកគ្រូធម្មដិតសានជានិងលោកគ្រូសំសម្បត្តិដែលបានចែករំលែកអនុសាសន៍ល្អដល់បងប្អូននៅក្នុងក្រុមនេះបាទពិសេសរំលែកអនុសាសន៍និងប្រសាសន៍របស់លោកគ្រូបណ្ឌិតតិចថាកាលណាយើងជាបញ្ញវន្តណានេះនៅក្នុងទឹកនៃវ័យខ្ញុំសបញ្ញវន្តបងប្អូនបញ្ញវន្ត ចឹងដូរតែបន្តិចត្រឡប់មកវិញតែប្រហែលត្រឡប់ទៅវិញខឹងបងខឹងប្អូនវាយចានវាយឆ្នាំងគឺវន្តបញ្ញបញ្ញាបាទអញ្ចឹងធ្វើម៉េចជាបញ្ញវន្តលោកពូអ្នកមីងបងប្រុសបងស្រីលោកគ្រូវិជ្ជាបណ្ឌិតទាំងអស់ធ្វើម៉េចតាំងចិត្តឲ្យបានកុំឲ្យផ្លាត់ស្នៀតទៅតែផ្លាត់តែបន្តិចគឺវន្តបញ្ញបញ្ញាទោះរៀនដល់បណ្ឌិតអ្នកប្រាជ្ញមកក៏ដោយតែប្រហែលផ្លេចខ្លួនគឺវន្តបញ្ញ បញ្ញាមិនបាច់អួតថាមកពីប្រទេសណាតែបញ្ញវន្តនៅទីនេះបញ្ញវន្តទាំងពីររូបនេះចែកឲ្យហើយតែផ្លេចខ្លួនត្រឡប់ទៅវិញក៏វន្តបញ្ញបញ្ញាអញ្ចឹងក៏ជូនពរបងប្រុសបងស្រីលោកគ្រូបណ្ឌិតទាំងពីរលោកគ្រូសំសម្បត្តិលោកគ្រូសានជាតិដែលបានផ្ដល់នៅគុណតម្លៃនៃពេលវេលាលះបង់អស់កម្លាំងកាយចិត្តអញ្ចឹងទេមន្ទីរពេទ្យកម្មាអង្គរអត់មានថវិកាជូនលោកគ្រូទាំងពីរទេតែក៏មានជាកាដូអនុស្សាវរីយ៍បាទជាលិខិតសក្ខីកម្មមួយបញ្ជាក់ថាលោកគ្រូបាន ចូលរួមចែករំលែកតាំងពីដើមរៀងមកអញ្ចឹងសូមក្រុមជើញបងអរុនបាទអរគុណនៅមានតែលិខិតបាទលោកគ្រូដុកទ័របាទអនុប្រធានមន្ទីរពេទ្យកម្មាអង្គរលោកវិជ្ជាបណ្ឌិតថ្ងៃពិសេសផ្ដល់នៅកិត្តិយសប្រគល់នៅ
លិខិតបាទក៏ដូចជាបាទបានសរសើរគឺមានអីទេមានតែក្រមានិងអាវយឺតបាទជាទឹកចិត្តបាទបាទអូបាទលិខិតនេះសក្ខីកម្មនេះគឺលោកគ្រូមិនមែនទៅតែជួយចែករំលែកក៏ដូចជាការផ្ដល់នៅមន្ទីរពេទ្យថ្ងៃនេះទេគឺទាំងពីមុនមករៀងមករហូតនៅតែបន្តជួយបាទអញ្ចឹងក៏សូមអរគុណបាទហើយលោកគ្រូបាទមានថវិកាពីលោកគ្រូមកវិញទៀតបាទមកចែកឲ្យបងប្អូនហើយបាទចែកថវិកាពីក្រុមញាតិបរិស័ទផ្សេងៗបាទតានេះពុទ្ធបរិស័ទនៅវត្តមនីរតនារាមនៅខេត្តពោធិ៍សាត់បងប្អូនស្គាល់ទេវត្តនៅមនីរតនារាមនៅបន្ទុមចេតិយបងប្អូនប្រហែលនេះរាប់ទៅអូអញ្ចឹងឧស្សាហ៍ទៅទៀតអត់មានថាលោកអត់មានលោកគ្រូនៅនឹងហើយភ្លេចវត្តទេណាបាទដូចផ្ទះយើងអញ្ចឹងនាំគ្នាទៅទៀតបាទទៅជួបលោកបងនៅមានទៀតបាទត្រូវទៅបាទអញ្ចឹងទឹកប្រាក់ទាំងអស់ជូនមកពេទ្យកម្មាអង្គរ$1,100គាត់បាទអបអរសាទរបាទពីបាទជូននិរតនារាមបាទអញ្ចឹងអស់នាទី